Pung chữ số này ta có cái nhóm bạn EG ngày nay nhóm đã hướng bà kia season 5 mà đường pin tai mà đòn chẳng muốn nên cho đọc hiện đi cái này complete thơ cá chị like subscribe mình nè mỗi phone này record đấy tao ngợp PK mòn vậy tới mười sọc cây lượng ngợp lá record flash cắt video mà đường pin đại nè cái mờ mòn nó chẳng yeah ដើម្បីកុំឲ្យខាត់ពេលយូរតើយើងចាប់ផ្ដើមបើក្បាល season 5 នេះយើងបានឃើញបាគីកំពុងតែវឹកហាត់ចុះពីលើចដាវភ្នំរត់ចុះបដោយបុប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 រត់យ៉ាងណាក៏ដោយកុំឲ្យតែគេដួលធ្លាក់ចុះទៅបានហើយនេះគឺជាការវឹកហាត់មួយដែលត្រៀមខ្លួនសម្រាប់ tournament ដែលនឹងចូលមកដល់ក្នុងពេលឆាប់បាគីក៏បានចុះមកដល់ដីយ៉ាងសុវត្ថិភាពនេះគ្រាន់តែជាមួយផ្នែកតូចនៃការវឹកហាត់ប្រចាំថ្ងៃរបស់គេតែប៉ុណ្ណោះបើទោះបីជាវាមើលទៅដូចជាគ្រោះថ្នាក់ខ្លាំងក៏ដោយហើយសូមបញ្ជាក់បន្តិចសាច់រឿងនេះគឺលេងនៅក្នុងរយៈពេល5ឆ្នាំបន្ទាប់ពីសាច់រឿង season 4ណាគ្នាយើងបន្ទាប់ពីនឹងមកយើងកន្លែងមកកាន់ជើងឯក UFC ម្នាក់ដែលគាត់នឹងវាយមិនដែរចាញ់ទេក្នុងរយៈពេលជាង5ឆ្នាំនេះគាត់អត់ដែរចាញ់ហ្មងធ្វើឲ្យគាត់ធុញមែនទែនរាល់ការប្រកួតមិនថាគូប្រកួតរបស់គាត់ខ្លាំងប៉ុណ្ណាទេឲ្យតែចូលមកសុទ្ធតែពី3ដៃនឹងស្លាប់ទៅកេរ្តិ៍ឈ្មោះរបស់គាត់ក៏កាន់តែល្បីហើយគាត់ធុញបំផុតគឺទទួលបានខ្សែក្រវ៉ាត់ថ្មីពេលដែលគាត់ឈ្នះធុញខ្លាំងដែលហៅថានៅបរទេសអស់អ្នកខ្លាំងហើយគាត់ក៏សម្រេចចិត្តមកកាន់ប្រទេសជប៉ុនជួបជាមួយនឹង Tokugawa ឬក៏អុកញ៉ាកាវ៉ាតងោយើងនឹងឯងដើម្បីថាគាត់ជាអ្នករៀបចំកម្មវិធីប្រកួតឲ្យអ្នកខ្លាំងជាច្រើននៅក្នុងប្រទេសជប៉ុនហើយជាពិសេសគាត់ចង់ជួបជាងគេគឺបាគី Tokugawa ឬក៏អុកញ៉ាកាវ៉ាតងោក៏បានតបវិញថាគាត់ប្រហែលជាមិនហ៊ានទេព្រោះប្រូម្នាក់នេះឲ្យតែពេលប្រកួតម្ដងឆាច400លានយេណែណោតែអាត់ឡាស់ដែលជាអ្នកបដាល់ UFC ក៏ប្រាប់ថាក្នុងការប្រកួតនេះគឺគាត់អត់យកលុយទេមិនក៏បានដែរឲ្យតែបានវាយគ្នាជាមួយនឹងអ្នកខ្លាំងព្រោះគាត់ធុញនឹងការឈ្នះពីមួយវគ្គទៅមួយវគ្គខ្លាំងមែនតើអុកញ៉ាកាវ៉ាតងោក៏ recommend ឲ្យគេចូលរួម tournament របស់គាត់ដែលចិត្តចាប់ផ្ដើមហើយនៅយប់នេះតែម្ដងត្រៀមខ្លួនទៅការប្រកួតក៏បានចូលមកដល់ tournament ដែលបានចាប់ផ្ដើមនោះអាត់ឡាស់ក៏បានជួបគ្នាជាមួយនឹងបាគីភ្លាមតែម្ដងមើលតាក្មេងបាគីនេះខ្លួនសិតតែស្នាមលបួសបង្ហាញពីការប្រកួតដែលគេឆ្លងកាត់តែបើនិយាយពីមៀតវិញបានតែពាក់កណ្ដាលនៃគាត់ទេក៏ប៉ុន្តែអ៊ូរ៉ាគេខ្ពស់មែនតើការប្រកួតកន្លងមកធ្លាប់តែគាត់មើលទៅកាន់គូប្រកួតដូចជាសម្ោចតែលើកនេះមើលទៅកាន់បាគីដូចជាបិសាចដ៏ធំមួយអញ្ចឹងស្ងាត់ក៏លែងចេញដែរ focus lock in ការប្រកួតក៏បានចាប់ផ្ដើមអ្នកគ្រប់ត្រស្រែកហៅឈ្មោះអាត់ឡាស់ព្រោះគាត់ជាអ្នកបដាល់ដ៏ល្បីម្នាក់តែគ្មានទេគ្រាន់ចាប់ផ្ដើមភ្លាមបាគីស្ទុំមកចាប់ចំបាច់ក្បាលជាប់ដៃរបស់បាគីដូចជាទម្ងន់100គីឡូចាប់កន្លុកខួរក្បាលរបស់គាត់ទីងពុបធ្វើឲ្យខួរប៉ះជាមួយនឹងលលាគាត់លេលើបែកសើស្លាប់ឈឹងតែម្ដងអត់ដឹងខ្លួននោះទេបន្ទាប់ពីវីដេអូគាត់ឲ្យបាគីក៏បានស្ងាត់ហូរទឹកភ្នែកព្រោះ5ឆ្នាំចុងក្រោយនេះគេមិនដែលប៉ះណាគេខ្លាំងទេគូប្រកួតរបស់គេសឹងតែមួយដៃស្លាប់នឹងគេសេតមែនតើក៏ប៉ុន្តែចំពោះអាត់ឡាស់វិញគាត់សប្បាយចិត្តព្រោះគាត់ស្គាល់ភាពបរាជ័យលើកដំបូងក្នុងឆាកជីវិតបន្ទាប់ពីហ្នឹងមកយើងក៏លែងមកកាន់អុកញ៉ាក្បាលតងោដែលពេលនេះក៏បាននាំនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនទៅមើលកន្លែងពិសោធន៍ DNA របស់គាត់ដែលនៅជម្រៅ300ម៉ែត្រក្រោមដីឯណោះគ្រាន់តែដល់ទីនោះភ្លាមនាយករដ្ឋមន្ត្រីភ្ញាក់ផ្អើលមែនតើកាំងស្ដោកហ្មងព្រោះនេះគឺជា project មួយដែលចម្លែកហើយក្នុងប្រវត្តិសាស្ត្រធ្លាប់មានទេអុកញ៉ាក្បាលតងោកំពុងតែធ្វើ project clone គឺជាការយក DNA ហ្សែននិង fossil ឆ្អឹងរបស់មនុស្សដែលបានស្លាប់ហើយនិង clone ឲ្យគេត្រឡប់មកកាន់ជីវិតពិតវិញដោយ project ដែលយើងបានឃើញ clone សត្វចចកឲ្យរស់ឡើងវិញដែលងាប់រាប់រយឆ្នាំមកហើយគ្នាយើងក៏ប៉ុន្តែ project មួយនេះគឺ clone ទៅលើមនុស្សជាអ្នកគុនដៅសាមរ៉ៃដ៏ខ្លាំងម្នាក់ក្នុងប្រទេសជប៉ុនដែលធ្លាប់មានអាគេយកឈ្នះគាត់បានទេនៅក្នុងប្រវត្តិសាស្ត្រគាត់ស្លាប់អស់ជាង400ឆ្នាំហើយម្នាក់នោះគឺមានឈ្មោះថា Musashi Miyamoto ហើយសូមបញ្ជាក់បន្តិចនៅក្នុងកន្លែងនេះគេនិយាយតាក់ទងនឹងវិទ្យាសាស្ត្រហើយវិទ្យាសាស្ត្រអញ្ចឹងadmin អត់សូវប្រកែខាងហ្នឹងទេ admin ក៏សង្ខេបន័យយល់ហ្មងទៅណាក្នុង project នៃការ clone Musashi Miyamoto ហ្នឹងគេយកជាមួយនឹងឆ្អឹងខ្នងខួរឆ្អឹងក៏ដូចជា gen DNA ដែលនៅសេសសល់លើឆ្អឹងតាមរយៈការពូញញ៉ៃឆ្អឹងនឹងជា2ដែលអញ្ញាក្បាលតងោបានជួលដុកទ័រដ៏ល្បីម្នាក់ដែលធ្លាប់ clone ជាមួយនឹង dinosaur ឲ្យមានជីវិតឡើងវិញដែលមានឈ្មោះថា John ក្នុងការមកធ្វើ project មួយនេះដែលគ្រាន់តែសង្ឃឹមថាអាចឲ្យ Musashi Miyamoto រស់ឡើងវិញទៅវាយគ្នាមួយបាគីព្រោះ5ឆ្នាំចុងក្រោយនឹងបាគីវាខ្លាំងមែនទែនគ្មានណាគេផ្ដួលវាបានទេកន្លែងមកកាន់បាគីវិញគេធ្វើការវឹកហាត់រាល់ថ្ងៃការវឹកហាត់របស់គេកាន់តែខ្លាំងទៅដល់ថ្នាក់ហាត់ទៅអស់កម្លាំងស្លាប់ដើរលេងរួចហ្មងស្របពេលនោះគេក៏បានលឺសលេងបេះដូងលោតយ៉ាងខ្លាំងនៅក្នុងត្រចៀកគឺជារបស់នរណាម្នាក់ដែល present របស់គាត់ខ្លាំងមែនទែនដែលម្នាក់នោះប្រកាសណាស់ថាគឺជា Musashi Miyamoto កន្លែងមកកាន់ការពិសោធន៍វិញដុកទ័រកំពុងតែពុះឆ្អឹងខ្នងរបស់គាត់ដើម្បីរក gen DNA ហើយក៏សំណាងល្អដែរឆ្អឹងខ្នងរបស់គាត់គឺខុសពីមនុស្សដទៃព្រោះគាត់ជាអ្នកគុនសាមរ៉ាយពុះមកភ្លឹបក្នុងនោះគឺសុទ្ធតែជាសរសៃឈាមដែលនៅប្រើការបានទាំងអស់បើទោះបីជាវារយៈពេល400ឆ្នាំក៏ដោយរាជបាគីវិញនៅតែបន្តការវឹកហាត់របស់គេមានការរត់ផងការហាត់ផងការវាយបើកខ្សាច់ស្អីក៏ធ្វើដែរឲ្យតែគេមានអារម្មណ៍ថាខ្លួនឯងខ្លាំងជាងមុនព្រោះមានអារម្មណ៍ថាសលេងបេះដូងមួយនោះនឹងក្លាយជាដៃគូដ៏ខ្លាំងបំផុតសម្រាប់គេស្របពេលនឹងដែរយើងក៏លែងមកអ្នកគុនផ្សេងទៀតពេលនេះ Katsumi ជាមួយនឹង Goki Shibukawa កំពុងតែហាត់មួយគ្នាពួកគេក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ tournament ដែលនឹងចូលមកដល់រាអ្នកខ្លាំងផ្សេងទៀតក៏កំពុងតែវឹកហាត់រៀងៗខ្លួនចឹងទៅ Dopo នេះមកហាត់នៅមាត់ជ្រោះសង្ងំយក patient Kureha ក៏កំពុងតែព្យាយាមវឹកហាត់ Jack Hanma វិញបន្ថែមថ្នាំឲ្យសាច់ដុំរបស់គេកាន់តែខ្លាំង Izumoto B Retsu
អូលីវីអីហ្នឹងកំពុងតែធ្វើការវឹកហាត់រៀងខ្លួនទាំងអស់រីឯមេយ៉ាគូសាខៅរូហាណាយ៉ាម៉ាវិញក៏កំពុងតែស្វែងរកដៃគូដែលខ្លាំងដែរអញនិយាយបានថាពួកគេពេលនេះសុទ្ធតែខ្លាំងហើយដៃគូដែលធ្លាប់ប៉ះហើយក៏ប៉ះកាលពី5ឆ្នាំមុនក៏ប៉ុន្តែ5ឆ្នាំចុងក្រោយនេះគ្មានណាដែលខ្លាំងឲ្យពួកគេវាយទេសុទ្ធតែស្ងាត់ទាំងអស់ងុយដេកមកព្រោះដៃគូថ្មីវាស្ទើកន្លែងមកខាងការពិសោធន៍របស់អង្គញាក្បាលទាំងអស់វិញពេលនេះដុកទ័រដែលបានកាត់យកសរសៃឈាមនៅឆ្អឹងខ្នងរបស់មីយ៉ាម៉ូតូមុនហ្នឹងបានបញ្ចូលហ្សែននោះទៅជាមួយនឹងរាងកាយក្លូនរបស់គាត់ស្របពេលដែលបាគីកំពុងតែប៉ះជាមួយនឹងអ្នកដទៃទៀតក្នុងធួនមន្តនិយាយទៅមួយជើងដួលហ្នឹងស្ងាត់ងុយដេកជេអមហើយពេលក្នុងចិត្តអង្គញាក្បាលទាំងអស់បាននិយាយខ្សឹបថាចាំតិចទៅណាបាគីប្រហែលជាបន្តិចទៀតឯងនឹងជួបរបស់ពិតហាកូនបើព្រោះរាងកាយក្លូនរបស់មូសាឈីមីយ៉ាម៉ូតូពេលនេះមានរយៈពេល11ខែ10ថ្ងៃហើយចិត្តនឹងដល់ពេលដែលគេត្រូវចេញមកហើយអ្នកទាំងអស់គ្នាយើងកន្លែងមកខាងខូរេហាវិញអាពេលនេះកំពុងតែហាត់នឹងស្ងាត់ដូចគ្នាទៀតអូយសិតតអ្នកខ្លាំងហើយនេះរីឯខាងចែកហាន់ម៉ាដែលជាបងបបាគីវិញពេលនេះវាកំពុងតែបលូតឆ្អឹងឲ្យលូតប្រហែលជា40សង់ទីម៉ែត្រជាងទៀតអូយនឹងយកកម្ពស់ប្រមាណម៉ែត្រវាទេគោលបំណងរបស់វាលេបថ្នាំឲ្យច្រើនឡើងសាច់ដុំកម្ពស់ឲ្យខ្ពស់ព្រោះវាចូលចិត្តមើលដៃគូប្រកួតរបស់វានៅក្រោមវាហើយក៏ស្ងាត់ទៀតអើយមិនដឹងអាណាខ្លាំងប៉ះវាទេនេះរីឯខាងលេបរបស់អង្គញាក្បាលទាំងអស់វិញពេលនេះរាងកាយរបស់មូសាឈីមីយ៉ាម៉ូតូក៏បានជោគជ័យ 100% ហើយរៀបចំកាត់កញ្ចក់ឲ្យមកស្អាតក៏ប៉ុន្តែអស់រយៈពេលជាង80ម៉ោងមូសាឈីមីយ៉ាម៉ូតូក៏អត់ទាន់ដឹងខ្លួនឡើងមកវិញដែរបើទោះបីជាការក្លូនជោគជ័យ 100% ក៏ដោយកន្លែងមកកាន់ខាវរូហាណាយ៉ាម៉ាវិញពេលនេះគាត់ផឹកបដាស្ងាត់បដាដៃគូរបស់គាត់សួរថាចុះឯងធុញមែនណាមកផឹកស្ងាត់រហូតតាមពិតទៅអត់ធុញអត់អីទេដោយសារតែមុនមកហ្នឹងគាត់បានជួបអាដៃនោះយកកំភ្លើងមកភ្ជុងគាត់ក៏ប្រាប់ថាបាញ់ឲ្យត្រង់បបាក់ត្រង់ដឹងតែងាប់ខ្លួនឯងហើយតែគ្រាន់តែគាត់សន្លត់2 3ម៉ាត់វាក៏ភ័យញាត់ដៃចាប់ចំបាច់ឡើងបាច់ដៃខ្ទេចដែលមានន័យថាក្នុងពិភពលោកនេះប្រហែលជាអស់ដៃគូសម្រាប់គាត់ឲ្យមើលទៅធ្វើឲ្យគាត់ធុញខ្លាំងមែនតើស្ងាត់រហូតហ្មងទើបគាត់ក៏សម្រេចចិត្តថាទៅរកជាមួយនឹងអុកញ៉ាក្បាលទាំងអល់ដោយស្នើសុំសំណើមួយគាត់ចង់ប៉ះគ្នាជាមួយនឹងអូការ៉េឬក៏យូជីរ៉ូហាន់ម៉ានឹងឯងព្រោះក្រៅពីយូជីរ៉ូហាន់ម៉ាមើលទៅគ្មានណាជាដៃគូរបស់គាត់ទេបាគីក៏ធ្លាប់ប៉ះហើយតែគាត់ធ្លាប់ចាញ់បាគីអញ្ចឹងទៅចង់ប៉ះមួយណាដែលថ្មីកន្លែងមកខាងលេបរបស់អុកញ៉ាក្បាលទាំងអល់វិញពេលនេះអស់រយៈពេលច្រើនមកមែនតើដែលមូសាឈីមីយ៉ាម៉ូតូអត់ទាន់ដឹងខ្លួនទេបើនិយាយពីសម្ពាធឈាមអីនៅក្នុងខ្លួនដោយមនុស្សធម្មតាទាំងអស់អុកញ៉ាក្បាលទាំងអល់ក៏បានប្រាប់ទៅកាន់ពួកគេថាមកពីពួកគេអត់ជឿទៅលើជំនឿពួកគេបានធ្វើឲ្យរាងកាយរបស់គាត់ត្រឡប់មកកាន់ជីវិតពិតក៏ប៉ុន្តែព្រលឹងរបស់គាត់ពួកគេអត់ទាន់ហៅមកទេជារឿងធម្មតាសម្រាប់អ្នកវិទ្យាសាស្ត្រពួកគេជឿទៅលើអារឿងបុណ្យបាបឬក៏រឿងព្រលឹងវិញ្ញាណស្អីអស់ហ្នឹងទេពួកគេជឿទៅលើភាពជាក់ស្ដែងក៏ប៉ុន្តែអុកញ៉ាក្បាលទាំងអល់ប្រាប់ថាបើអត់ជឿក៏អត់កើតដែរព្រោះគាត់មានបងស្រីម្នាក់ដែលជាគ្រូបច្ចនអរិយអ្នកបច្ចនរូបជាមួយនឹងព្រលឹងដែលបានស្លាប់ទៅអញ្ចឹងណាដែលហេតុនេះហើយចំពោះមូសាឈីមីយ៉ាម៉ូតូបើសិនជាចៅគាត់ត្រឡប់មកកាន់ជីវិតដើមវិញតើហៅព្រលឹងរបស់គាត់មកដាក់ក្នុងខ្លួនទើបអាចរស់រានមានជីវិតក៏ប៉ុន្តែនៅក្នុងសង្គមនេះនៅតែមានមនុស្សអត់ជឿលើអារឿងបុណ្យបាបព្រលឹងខ្មោចអីអញ្ចឹងមានអាក្មេងម្នាក់មកចង់តេស្តគាត់ប្រាប់ថាឪពុករបស់វាស្លាប់2ឆ្នាំហើយអញ្ចឹងឲ្យគាត់នឹងហៅជាមួយនឹងព្រលឹងឪពុករបស់វាមកនិយាយគ្នាបន្តិចមើលតែល្អម្នាក់នឹងហៅអ្វីក៏អត់មកដែរមានន័យថាឪពុករបស់វាអត់ទាន់ស្លាប់ទេតែវាប្រាប់ថាឪពុកវាស្លាប់ហើយតាហៅមើលគ្មានទេអ៊ំស្រីម្នាក់នោះក៏បានហៅភ្លឹបព្រលឹងឪពុករបស់វាចូលមកក្នុងខ្លួនភ្លាមជេរឈ្មោះវាយកបដ ாய் បើទោះបីជាអត់ប្រាប់ឈ្មោះនឹងព្រលឹងឪពុករបស់វាជាណាគេក៏ដោយក៏ប៉ុន្តែបន្ទាប់ពីព្រលឹងនឹងចូលហើយវាប្រាប់ថាឪពុករបស់វានៅរស់តាអញ្ចឹងមានន័យថាអ៊ំស្រីម្នាក់នឹងបោកវាបន្ទាប់ពីជួបជាមួយនឹងអ៊ំស្រីម្នាក់នឹងហើយវាត្រឡប់ទៅផ្ទះវិញបានជួបជាមួយនឹងប៉ារបស់វាហើយប្រាប់ការពិតនឹងអ្វីដែលវាបានជួបក៏ប៉ុន្តែប៉ារបស់វាក៏បានតបមកវិញថាតាមពិតទៅថ្ងៃមិញអ្នកដែលទៅជន់រូបនោះគឺជាឪពុករបស់វាពិតមែនហើយគាត់នៅកន្លែងការងារសុកគាត់ក៏បានស្លាប់ហើយដឹងខ្លួនឡើងនៅក្នុងខ្លួនរបស់អ៊ំស្រីម្នាក់នឹងហើយក៏បានជេរវាជាមួយនឹងពាក្យដែលអ៊ំស្រីនិយាយថ្ងៃមិញទាំងអស់ដាស់តឿនអំពីជីវិតក្មេងជំទង់ដែលគិតតែពីដើរលេងអត់រៀនសូត្រស្របពេលដែលព្រលឹងឪពុកវាចូលទៅកាន់អ៊ំស្រីនឹងរូបកាយរបស់គាត់នៅក្នុងពេលបច្ចុប្បន្នត្រូវបានសន្លប់អស់រយៈពេលជិត5នាទីគ្នាយើងដែលហើយនេះធ្វើឲ្យវាជឿស្លងទៅលើរឿងហ្នឹងតែម្ដងបើទោះបីជាគាត់អត់ស្លាប់ក៏អាចហៅព្រលឹងមកបានដែរមានន័យថាអ៊ំស្រីម្នាក់នេះគឺមិនធម្មតាទេហើយស្របពេលនឹងដែរកន្លែងមកកាន់ហាណាយ៉ាម៉ាដែលជាមួយយ៉ាគូសារបស់យើងវិញដល់សុកហ្នឹងក៏បានមកជួបគ្នាជាមួយនឹងអូការ៉េកដាផ្សារតែម្ដងអ្នកដែលស្គាល់ពួកគេទាំងពីរដឹងច្បាស់ហ្មងថានឹងមានរឿងល្អមើលកាត់ឡើងហើយតែយើងក៏តើនិយាយរឿងហ្នឹងណោះយើងកន្លែងមកកាន់អ៊ំស្រីមុនហ្នឹងវិញឥឡូវនេះបានមកជួបជាមួយនឹងអុកញ៉ាក្បាលទាំងឲ្យគ្នាយើងក្នុងការដាក់ព្រលឹងរបស់មូសាឈីមីយ៉ាម៉ូតូឲ្យមកចូលខ្លួនថ្មីរបស់គេតែដុកទ័រនៅទីនោះបានប្រាប់ថាអូយរឿងស្អីអញ្ចឹងទេពួកគេមិនជឿឡាយរឿងអាប៉ីជំនឿឲ្យអស់ហ្នឹងតែគ្មានទេហើយប្រកាសជឿអ៊ំស្រីអត់មាននិយាយច្រើនទេហើយព្រលឹងរបស់ជីតាដុកទ័រហ្នឹងមកចូលខ្លួនតែម្ដងជីតាក៏បាននិយាយពាក្យសម្ងាត់រឿងដែលគេធ្លាប់ធ្វើជាមួយនឹងជីតារបស់គេនិយាយចេញមកទាំងអស់ធ្វើឲ្យដុកទ័រម្នាក់នោះស្ទើរតែយំទៅហើយដោយចាក់ស្ដែងទៅរឿងនេះគ្មានអ្នកគេដឹងក្រៅពីគាត់និងជីតារបស់គាត់ទេតែហេតុអីបានជាអ៊ំស្រីដឹងមានន័យថាជីតារបស់គាត់បានមកជន់រូបជាមួយនឹងអ៊ំស្រីពិតប្រាកដណាស់ដំណាក់កាលនេះបើទោះបីជាអត់ជឿក៏ជឿសិនដែរបើមិនអញ្ចឹងទៅជីតាហែកគេខ្មាស់គេវិញនឹងឥឡូវហើយតែយើងកន្លែងមកកាន់ហាណាយ៉ាម៉ាជាមួយនឹងអូការ៉េវិញពួកគេវាយគ្នាកណ្ដាលផ្សារទេទៅរកកន្លែងណាស្រួលដើម្បីវាយគ្នាសិនស្របពេលហ្នឹងក៏មានក្មេងម្នាក់ដែលស្គាល់យូជីរ៉ូហាន់ម៉ាតាមរយៈការវាយគ្នាឲ្យកូនរបស់គេអាឈុតកាលពី season 4គេប៉ះគ្នាមួយបាគីយកគ្នាយើងមកសុំហាត់តលេខាតែគ្មានទេអាអត់ឃើញវងវាយគ្នាឈុតខ្វាច់ឡើងដាច់កដាខ្ទេចអាកូននោះវាគិតថានឹងជាហាត់តលេខាក៏សុវ័យចិត្តចង់ងាប់មើលទៅបើ delay តទៀតប្រហែលជាមិនបានវាយគ្នាទេពួកគេក៏សម្រេចចិត្តថាវាយគ្នាកន្លែងនេះហ្មងអូការ៉េឲ្យហាណាយ៉ាម៉ាវាយគេមុនចំពោះហាណាយ៉ាម៉ាជាមនុស្សម្នាក់ដែលតាំងពីតូចមក
កើតក្នុងតកូលយ៉ាគូសាដែលគឺជឿថាខ្លាំងពីកំណើតអញ្ចឹងបាច់ហាត់ទេយាមអត់ដោយប៉ាំងលៀងកដាមុខភ្លឹបចំហម៉ាត់នេះយាមម្ដងខ្លួនយកកម្លាំងខ្លួនទាំងមូលមកម៉ាត់នៅកដាប់ដៃហ្មងស៊ីម្ដាយនឹងឲ្យអូកូរ៉េឈរធ្វើមុខមុំអ៊ូរ៉ាបុក1លានបដ ாய் អូកូរ៉េខ្វល់ទេឲ្យហាណាយ៉ាម៉ាម៉ាត់គាត់3ដៃមុនលៀងប៉ាំងប៉ាំងប៉ាំងឈរសើចស្ញេញល្អទៀតណាអត់មានឈឺអីបន្តិចគ្មានទេអូកូរ៉េក៏បានលេងវិញយកដៃច្បាច់មុខខ្លាំងលៀនភ្នែកហើយក៏ចាប់ត្រឹមហ្នឹងទៅយើងកន្លែងមកកាន់ lab វិញបងស្រីរបស់អញ្ញាក្បាលទាំងកំពុងតែដាស់ព្រលឹងរបស់ Musashi Miyamoto ឲ្យចូលខ្លួនแล้วក៏បាននិយាយថានៅក្នុងពិភពព្រលឹងក៏បានឃើញមុខរបស់គេមិនមែនជាដូចរាងកាយក្លូននេះទេមុខរបស់គេគឺផ្សេងណាអញ្ចឹងក្នុងការដាស់ព្រលឹងមកចូលរាងកាយនេះអានឹងធ្វើឲ្យរាងកាយក្លូនមានបំរែបំរួលទៅកាន់ព្រលឹងជាក់ស្ដែងមានស្លាកស្នាមលបួសអីដូចទៅនឹងសភាពពិតអញ្ចឹងទៅគ្រាន់តែអ៊ំស្រីក៏ហៅព្រលឹងភ្លឹប Musashi Miyamoto មកចូលខ្លួនរបស់គាត់1លានអ៊ូរ៉ាហ្មងឈរនៅក្នុងជំហរមួយរបស់ Musashi កាន់សាមរ៉ៃគ្នាយើងដើរចុះដើរឡើងចាប់បឺតមាត់ភ្លើបអញមិនទៅបឺតមាត់គេអញ្ចឹងតែអញ្ញាក្បាលទាំងឲ្យនៅស្ងៀមការបឺតមាត់នេះគឺជាការបញ្ចូលព្រលឹងទៅក្នុងរាងកាយក្លូនបន្ទាប់ពីបានបញ្ចូលព្រលឹងហើយរាងកាយក្លូននេះក៏បានបដូរទៅកាន់សភាពជាក់ស្ដែងនៃព្រលឹងចាមស្ដាងជាងមុនរាងកាយក៏មានស្នាមលបួសឆ្កូតដូចជាសាមរ៉ៃកាប់អញ្ចឹងវាជារាងកាយពិតប្រាកដរបស់ Musashi Miyamoto គ្រាន់តែដឹងខ្លួនភ្លាមចាប់ចំបាច់ក្បាលអ៊ំស្រីនោះបោកពេញហ្នឹងបំលាស់ទីវិញលឿនដូចជាខ្មោចអញ្ចឹងដែលប្រាប់តែកាន់ពួកគេថាក៏អត់សម្លាប់ទេបើសិនជាពួកគេប្រាប់ការពិតអញ្ញាក្បាលទាំងក៏ចេញមកមកនិយាយការពិតទៅពួកគេបានក្លូនគាត់ឲ្យមករស់រានឡើងវិញដូចជាជប់ឲ្យគាត់រស់ឡើងវិញអញ្ចឹងគោលបំណងរបស់គាត់ចង់ឲ្យ Musashi Miyamoto នឹងទៅវាយគ្នាប៉ះជាមួយនឹងអ្នកខ្លាំងព្រោះក្នុងប្រវត្តិសាស្ត្រអត់មានអ្នកគេខ្លាំងលើសពីគាត់ទេអញ្ចឹងក្នុងសម័យបច្ចុប្បន្ននេះអាចនឹងមានអ្នកខ្លាំងលើសគាត់ឲ្យគាត់ពាក់កៅអៅមកទៅជាមួយនឹងអុកញ៉ាក្បាលទាំងកន្លែងមកខាងបាគីវិញនៅពេលនេះចង្វាក់បេះដូងដែលគេលឺនៅក្នុងខួរក្បាលវាបែរជាស្ងាត់មានន័យថាម្ចាស់បេះដូងនោះគឺចាប់ផ្ដើមរស់រានមានជីវិតឡើងវិញហើយអូរ៉ារបស់អ្នកម្ចាស់បេះដូងនឹងក៏មិនអន់ដែរតែណាក៏ដោយមិនថាគេជាមនុស្សដែលខ្លាំងគ្មានគូប្រកួតអីទេបាគីអត់មានខ្លាចអីមិនតិចហ្មងត្រៀមខ្លួនដូចជាស្រេចរីឯអុកញ៉ាក្បាលទាំងវិញពេលនេះនាំ Musashi Miyamoto មកដើរលេងជុំវិញទីក្រុងនៃប្រទេសជប៉ុន400ឆ្នាំបន្ទាប់ពីគាត់ស្លាប់ទៅឃើញថាទីក្រុងទាំងមូលប្រែប្រួលទាំងអស់បរោយគាត់នេះភ្ញាក់ចង់ងាប់សូម្បីគេបើកឡានលឿនក៏ភ័យដែរព្រោះនៅក្នុងរជ្ជកាលរបស់គាត់មនុស្សគឺធម្មតាជិះសេះជាអីចឹងណាតែនៅក្នុងសម័យនេះមានអគារធំភ្លើងភ្លឺមនុស្សប្រើទូរស័ព្ទពាក់គ្រឿងអលង្ការលម្អមើលទៅប្លែកៗដូចមនុស្សឈួតចឹងអត់ដូចសម័យគាត់ទេសូម្បីតែទ្វារនេះក៏ចេះឡើងមកលើបើខ្លួនឯងអើយស្អីគេនេះអត់យល់ហ្មងណានៅក្នុងសម័យមុននៅពេលដែលគេហៅអ្នកខ្លាំងចេញប្រយុទ្ធគេត្រូវតែមានជំរំមួយចាំទទួលអ្នកខ្លាំងនោះឲ្យកក់ក្ដៅបំផុតអុកញ៉ាក្បាលទាំងក៏សុំទោស Musashi Miyamoto ពេលនេះគាត់ក៏បាននាំគេទៅកាន់កន្លែងកក់ក្ដៅដោយនាំមកកាន់ Underground Arena គ្នាយើងហើយបានជួបជាមួយនឹងគុណសាមរ៉ៃនៅក្នុងពេលបច្ចុប្បន្ននេះអ្នកដែលខ្លាំងបំផុតនៅក្នុងពេលបច្ចុប្បន្នតែម្ដងហើយកន្លែងដែលខ្លាំងមានឈាមមានធ្មេញបាក់នៅលើដីនេះហើយគឺជាកន្លែងដែលកក់ក្ដៅបំផុតសម្រាប់អ្នកខ្លាំងអញ្ចឹងយើងចាំមើលនៅវគ្គក្រោយបន្តទៀតមើលថាតើអ្នកខ្លាំងប៉ះអ្នកខ្លាំងហ្នឹងវាទៅជាអីវាទៅជាខ្លោចក៏អាមិនគ្នាយើងអញ្ចឹងនៅក្នុងភាគ1នៃ season 5នេះបានមកដល់ទីបញ្ចប់ហើយណាមិនដែរល្អមើលអត់ចាំមកភាគ2នៅថ្ងៃស្អែកបន្តទៀតណាចុះបើសិនគ្នាយើងពេញចិត្តកុំភ្លេចធ្វើការចុច like subscribe ហើយ comment លើកទឹកចិត្ត admin ម្នាក់មួយមកអត់មាននេះមានកម្លាំងចិត្តរៀងធ្វើរឿងលឿនឲ្យមើលអញ្ចឹងណាទោះបីជារវល់យ៉ាងណាក៏ជ្រាបធ្វើឲ្យអ្នកទាំងអស់គ្នាដែរណាហើយ admin ក៏អត់ភ្លេចទេទៅដល់គ្នាយើងអ្នកដែលតែងលើកទឹកចិត្ត admin តាមរយៈ ABA និយាយទៅគាត់ support ជាបាយព្រឹកជាអីអញ្ចឹងណាហើយអរគុណគ្នាយើងមែនតើអ្នកខ្លះទៅបាញ់ឲ្យមាន$20សម្រាប់បាយព្រឹកឲ្យញ៉ាំបានមួយអាទិត្យដល់គ្នាយើងឲ្យអរគុណច្រើនណាហើយអញ្ចឹងយើងចាំមើលនៅវគ្គក្រោយបន្តទៀតណាក្នុងភាគនេះ admin មានតែប៉ុណ្្នឹងទេ admin ដល់ម៉ោងរវល់ហើយណាចាំជួបគ្នានៅថ្ងៃស្អែកបន្តទៀតពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយពុំជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងបន្តភាពបាគីបន្តទៀតបន្តការវិភាគមុនអង្គញាក្បាលទាំងបាននាំ Musashi Miyamoto មកជួបជាមួយនឹងអ្នកខ្លាំងសាមរ៉ៃនៅពេលបច្ចុប្បន្នដែលគាត់មានឈ្មោះថា Kyoichiro Sabu ហើយរកថាគាត់គឺជាអ្នកខ្លាំងក្នុងពេលបច្ចុប្បន្នព្រោះជាគុណសាមរ៉ៃម្នាក់ស្ថិតនៅក្នុង Nine Dan ចំណាត់ថ្នាក់លេខ9ដែលខ្លាំងជាងគេបង្អស់ហើយដតការបស់គាត់ធ្លាប់សម្លាប់មនុស្សអស់ជាង20នាក់ក្នុងរយៈពេល60ឆ្នាំនៃអាយុរបស់គាត់តែពេលតែគាត់និយាយបដាមកមុខទៅកាន់ Miyamoto បដាខ្លួនរបស់គាត់ដូចត្រូវបានកាប់ផាច់ជាមួយនឹងអ៊ូរ៉ាអ្វីម្យ៉ាងអញ្ចឹងចូលមកដល់កបិតទី7ទៅគាត់ដឹងខ្លួនថាគាត់ត្រូវបានកាប់អំពើកបិតបាត់ទៅហើយដោយសារ Musashi Miyamoto ដែលគេហៅថាការកាប់ដោយការសម័យ Musashi Miyamoto បានកាប់គាត់ចំនួន7កបិតដោយទី1កាប់មកកណាត់ខ្លួនកាប់ផ្ដាច់ពីឆ្វេងមកស្ដាំពីស្ដាំមកឆ្វេងកាប់មកកណាត់ដៃកាប់មកកណាត់ក្រោមនិយាយទៅកាប់ឡើងសោះខ្លួនតែម្ដងតែដែល Kyoichiro Sabu ក៏បានការពារខ្លួនអ្វីបន្តិចសោះនិយាយទៅកាប់ឡើង free បដោយល្មមតែគាត់ដឹងថា Miyamoto កាប់គាត់បើសិនជាមែនតែស្លាប់ដោយសារ Miyamoto តាំងពីយូរបាត់ទៅហើយពេលនោះដែរពួកគេចង់ឃើញអំពីក្បាច់ដាវពិតប្រាកដរបស់ Musashi Miyamoto ថាតើគាត់កាន់ដាវរបៀបម៉េចKyoichiro បកគោលដាវពីដើមទៅឲ្យ Miyamoto គ្រាន់តែកាន់ដាវភ្លាមគឺបោកទ្រង់ដី
ប៉ាំងបាក់ដៅខ្ទេចតែដែលនោះគឺជាដៅល្អទាំងពីរដៅរបស់ Shoichiro Sabu ក៏ប៉ុន្តែចំពោះ Miyamoto វិញក៏បាននិយាយថាវាគ្រាន់តែជាការវឹកហាត់របស់គាត់តែប៉ុណ្ណោះធម្មតាហ្នឹងណាកំដៅសាច់ដុំឃើញចឹងភ្លាម Shoichiro Sabu គាត់សុំអត់ប្រយុទ្ធអត់ប្រកួតគ្នាទេព្រោះអីគាត់ចាស់ហើយមើលទៅអត់តំណងមកគ្នាយើងបន្ទាប់ពីហ្នឹងមកអង្គញាក្បាលទាំងអស់ក៏បានទៅជួបគ្នាជាមួយ Baki ដែលប្រាប់ Baki អំពីការប្រកួតរវាង Hanayama ជាមួយនឹង Ogre ពុករបស់គេក្នុងការប្រកួតនោះ Hanayama លៀងមកទំហឹងខ្លួនហ្មងប៉ាំងតែ Ogre ដកដៃពីកប៉ៅច្បាច់ក្បាលតន្តិចឈ្នះបាត់ Baki លើដំណឹងនេះហើយសប្បាយចិត្តមែនទែនព្រោះ Hanayama គឺជាមនុស្សម្នាក់ដែលដឹងថាគេត្រូវប្រកួតមួយណាគេដើម្បីកុំឲ្យគេធុញទ្រាន់ការដែលជ្រើសយក Ogre ជាដៃគូរបស់គេគឺជារឿងល្អបំផុតព្រោះវាយតែម្ដងនឹងហើយលែងធុញទ្រាន់លែងស្ងោតរហូតព្រោះចាញ់បាត់ហើយក្នុងការប្រកួតនឹង Hanayama ចាញ់ទាំងស្នាមញញឹមហ្មងដែលរឿងនេះធ្វើឲ្យ Baki ចំណែនមែនទែន Hanayama រកបានដៃគូវាយធ្វើឲ្យគេបាត់ធុញទ្រាន់ហើយក៏ប៉ុន្តែ Baki វិញប៉ះណាគេក៏អត់ដៃឈ្នះគេដែរធ្វើឲ្យគេធុញមែនទែនស្របពេលនោះគេក៏បានសួរញ៉ាក្បាលទាំងអស់ថាតើណាគេដែលនៅចិត្តបន្ទប់ពួកគេអូរ៉ាម្នាក់នឹងខ្លាំងមែនទែនគេចង់ជួបដែលគេមានអារម្មណ៍ថាម្នាក់នឹងអាចសម្លាប់គេបានយ៉ាងងាយស្រួលហើយម្នាក់នឹងអត់មានណាគេទេគឺជា Musashi Miyamoto គេបានដើរចូលមកភ្លាមជួប Baki ធ្វើឲ្យ Baki មានអារម្មណ៍ថាម្នាក់នេះដូចជាបន្ទុះនុយក្លេអ៊ែរដ៏ធំចំពោះមុខគេអញ្ចឹងតែក្នុងកែវភ្នែក Musashi Miyamoto មើលមកកាន់ Baki ដូចផ្លូវមន់អញ្ចឹងណាបើថាស៊ីវិញឆ្ងាញ់ JM ហើយចំពោះអង្គញាក្បាលទាំងអស់ឃើញពួកគេទាំងពីរអ្នកឈរនិយាយគ្នាធម្មតាទេតែនិយាយសុក Baki ក៏បានលោតប្រកាច់ប្រកិនពេញហ្នឹងក្នុងកែវភ្នែកមនុស្សធម្មតាមើលអត់ឃើញឡើយតែចំពោះ Baki ដែលមានការសម័យខ្ពស់ឃើញថា Musashi កំពុងតែកាប់មកកាន់គេអញ្ចឹងគេត្រូវតែកិច្ចកម្រមែនតើជួបមនុស្សដែលមានការសម័យដូចជាខ្លួនបែបនេះ Baki បបួល Musashi Miyamoto ទៅខាងក្រៅវាយគ្នាកុំឲ្យប្រកែទៅវាយតាមការសម័យពេកណាចំពោះ Musashi Miyamoto នេះជា legendary ម្នាក់នៅក្នុងប្រវត្តិសាស្ត្រជប៉ុនក៏បានប្រាប់ទៅកាន់ Baki ថាគាត់មិនបាច់ចាំប្រើសាមរ៉ៃពិតទេអ្នកខ្លាំងពិតប្រាកដមិនត្រូវការសាមរ៉ៃឡើយគ្រាន់តែការសម័យក៏អាចកាប់គេឲ្យមានអារម្មណ៍ថាឈឺដែរហើយក៏ warn Baki ដែរថាមិនមែនជា level របស់គាត់ឡើយបើសិនចង់ប៉ះគាត់ប្រយ័ត្នខ្លួនបន្តិចអង្គញាក្បាលទាំងអស់ណែនាំសមត្ថភាពអ្នកទាំងពីរទៅកាន់ពួកគេរៀងខ្លួន Baki ឮថាម្នាក់នឹងជាមនុស្សដែលខ្លាំងក្នុងប្រវត្តិសាស្ត្រគេចង់ប៉ះមែនទែនព្រោះតាំងពីដើមមករកតែអ្នកខ្លាំងមានណោះស្ទុះទៅដាក់មួយជើងប៉ាំងតែក៏ត្រូវបាន Musashi ចាប់ជើងជាប់គ្មានទេចាប់លៀង Baki ទៅក្រោយអាក្បាច់កាច់ដាវមុននឹងប៉ាំងបោកទៅដីស្លាប់ឈឹងការបោកមួយនោះធ្វើឲ្យ Baki ស្លាប់អស់30នាទីបន្ទាប់ទៅពីបានដឹងខ្លួនវិញហើយ Baki គេមានអារម្មណ៍ថាម្នាក់នេះគឺជាមនុស្សពិតប្រាកដជា Musashi Miyamoto legendary របស់ជប៉ុនមែនតើណាតាមរយៈអ៊ូរ៉ារបស់គាត់បង្ហាញគេយ៉ាងច្បាស់ដឹងខ្លួនភ្លាមចេញមកក្រៅបួវាយគ្នាតទៀតអត់ទាន់ចោះចាញ់ទេតែ Musashi ប្រាប់ថាបើតាមរយៈការវាយរបស់គាត់មុនហ្នឹងបើសិនគាត់ចង់សម្លាប់ Baki ស្លាប់របស់គាត់3ដងបាត់ទៅហើយស្របពេលនោះគាត់កំពុងតែ training យកកំពង់ឫស្សីមកធ្វើជាសាមរ៉ៃវាយបំបែកមានណាដើមឫស្សីដែលគាត់កាន់ហ្នឹងច្បាច់ជាមួយនឹងម្រាមដៃច្អល់ប៉ាំងបាក់ទៅជាចំណិតដូចសក់អញ្ចឹងនេះគឺជាផ្នែកនៃការ training របស់គាត់អត់ខ្វល់តែការ training នឹងដើម្បីអ្វីទេតែឲ្យតែជាការ training គឺត្រូវធ្វើឲ្យខ្ជាប់ខ្ជួនបំផុតអាក្មេង Baki នេះអត់ចេះរៀងទេព្រោះ Musashi វាយគ្នាម្ដងទៀតហក់ទៅតបបំពង់ឫស្សីរបស់គាត់ឡើងដាច់ជាពីរតែ Musashi គាត់គ្មានអារម្មណ៍វាយគ្នាទេគាត់ចង់ចេញទៅក្រៅដើរលេងគាត់ចង់ឃើញពិភពលោកក្នុងពេលបច្ចុប្បន្នអញ្ចឹងណាតែគ្មានទេស្របពេលដែលគាត់កំពុងតែលុនតួអង្គញាក្បាលទាំងអស់សុកហ្នឹងក៏ Baki ស្ទុះទៅដាក់ម្ដាយប៉ាំងល្បឿននៃការវាយក្បាច់មួយនេះលឿនខ្លាំងមែនតើរំលឹកទៅដល់អតីតកាល Baki ត្រូវបាន Ogre បរៀនគេតាំងពីតូច Ogre គឺជាអ្នកខ្លាំងតាំងពីដើមមកម្លេះស្នៀតនៃការវាយរបស់គាត់ឲ្យទៅលឿនហើយកម្លាំងដៃធ្ងន់គឺដឹងតែឈ្នះសត្រូវគ្រប់បែបយ៉ាងហ្មងក្បាច់មួយនេះគេឲ្យឈ្មោះថា Jab ដាក់ Musashi មួយដៃនឹងឲ្យធ្វើឲ្យគាត់ដួលទៅនឹងដីយកដៃទប់ឡើងសលែវភ្នែក Baki ប្រាប់ថាតាមរយៈក្បាច់មួយនេះក្នុងរយៈពេល10វិនាទីគេអាចសម្លាប់គាត់បាន3ដង3ដងណាដូចមែនអញ្ចឹងឯងមុននឹងអាចថាគាត់នឹងស្លាប់ពិតមែនក៏ប៉ុន្តែមុននឹងគាត់ស្លាប់នឹងគាត់បានមើលឃើញអំពីចំហនឹងការវាយរបស់ Baki មុនអស់រយៈពេល3វិនាទីអញ្ចឹង presence របស់ Baki ខ្លាំងដែរគាត់អាច cover ក្បាច់នោះបានទាំងអស់ហើយមុននឹងដួលទៅនឹងដីគាត់យកដៃទប់ទៀតដែលមានន័យថាគាត់បានដឹងអំពីក្បាច់ Baki មុនណាបើទោះបីជាគាត់បានត្រៀមខ្លួនក៏ដោយ Baki អត់សុខចិត្តទេព្រោះគាត់វាយគ្នាយ៉ាងត្រឹមត្រូវឈានចូលមកដល់ចំហមួយនេះ Baki នឹងប្រើក្បាច់សម្លាប់ដែល Jab លឿនខ្លាំងមែនតើឈរ stand របស់គេស្ទុះចូលទៅភ្លឹបតែចំពោះ Musashi ឈរធម្មតានោះទេ Baki ស្ទុះមកគាត់ចាប់ក្បាលគេបានមុនទៀតដកដាវសាមរ៉ៃសម័យរបស់គាត់មកកប់ប៉ាំងធ្វើឲ្យ Baki ដាច់ខ្លួនមកកណាត់ក្នុងការសម័យហ្មងក្បាច់មួយនេះគេឲ្យឈ្មោះថា Dragon Slash ទោះស្ថិតក្នុងការសម័យក៏ធ្វើឲ្យ Baki អស់កម្លាំងដែរ Baki ដួលដីទៅនឹងដីហើយគាត់ផ្លោះលបងលួចទៅដើរលេងតែម្ដងចង់ឃើញពិភពលោកខាងក្រៅនោះដើរចេញមកដល់ខាងក្រៅឃើញ screen ធំបង្ហាញពាណិជ្ជកម្មឃើញមនុស្សនៅលើអញ្ចឹងហើយអូយស្អីគេហ្នឹងដូចចម្លែកដល់ហើយនេះមិនដែលឃើញសោះរជ្ជកាលរបស់គាត់មានតែគំនូរដែលរូបភាពនៅមកកន្លែងតែមនុស្សសម័យនេះប្លែកដល់ក៏គាត់ឃើញគេចម្លែកក្នុងកែវភ្នែកគាត់តែគ្រប់គ្នាមើលឃើញគាត់ចម្លែកក្នុងកែវភ្នែកគេវិញស្របពេលនោះឃើញរថភ្លើងមួយដាក់មនុស្សមកកណោស្អីគេហ្នឹងរត់លឿនជាអទេសក្នុងសម័យកាលគាត់ទៀតហើយមានមនុស្សក្នុងហ្នឹងមិនដឹងថាពួកនេះខ្លាចងំអាយ៉ាតានឹងលេបបាត់ទៅស្អីគេហ្នឹងគាត់ដើរក្នុងទីក្រុងដោះស្បែកជើងពាក់កៅអៅបុរាណដើរមើលអគារមួយនេះមួយនោះនិយាយទៅដូចមនុស្សឈួតក្នុងសម័យបច្ចុប្បន្នអញ្ចឹងដល់បានមកសតុបប៉ូលីសក៏បានមកសួរគាត់ថាគាត់ទៅណាហេតុអីបានជាអត់មានស្បែកជើងព្រោះក្នុងប្រទេសជប៉ុនអត់ឃើញណាគេចម្លែកគេតែងតែមកសួរឲ្យដើម្បីរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសួរនាំឈ្មោះរកបានស្នាក់នៅរកអត្តសញ្ញាណប័ណ្ណអីចឹងទៅខ្ញុំ Musashi Miyamoto មិនដឹងអត្តសញ្ញាណប័ណ្ណអីទេខ្ញុំកើតនៅក្នុងសម័យកាលឆ្នាំ1200នៃ Tensho ហើយខ្ញុំទៅមកដល់ហ្នឹងដឹងគេធ្វើអីផង
ធ្វើឲ្យប៉ូលីសឆ្ងល់មែនទេចាំអាប៉ែនេះជក់ថ្នាំហីប្រវាយមានជក់ថ្នាំអត់និយាយមកដូចធុងកធាក់បែកអញ្ចឹងគេថាជក់ថ្នាំភ្លើបអាប៉ែនោះដាក់គេបដ ឲ្យប៉ាំងប៉ូលីស2នាក់វាយតែ2ដៃដួលខ្ពៀចោមខ្លាំងណាស់នេះតែគ្នាវាយប៉ូលីសទៀតស្របពេលហ្នឹងដែរកន្លែងមកខាងបាគីវិញពេលតែគេដើរត្រឡប់ទៅផ្ទះវិញគេគិតច្បាស់ហើយថាម្នាក់ហ្នឹងគឺប្រកាសជា Musashi Miyamoto ដែលជា legendary ក្នុងប្រវត្តិសាស្ត្រពិតមែនចាអ្វីដែលគេត្រូវធ្វើនៅពេលនេះបង្កើនសមត្ថភាពក្នុងការយកឈ្នះទៅលើ Musashi ម្នាក់នោះឲ្យបានពេលត្រឡប់ទៅដល់ផ្ទះវិញគេក៏បានចូលទៅក្នុងបន្ទប់ក្រោមដីហើយស្មើសម័យជាមួយនឹងរូបភាព Musashi Miyamoto ក្នុងការវឹកហាត់របស់គេនិយាយទៅធ្វើបែបនេះដូចជាការពី season 3 season 4អញ្ចឹងណាអ្នកគ្នាហើយស្របពេលដែលបាគីកំពុងតែវឹកហាត់ត្រៀមវាយជាមួយ Musashi ហើយខាង Musashi វិញដើរវាយប៉ូលីសឡើងវិញហ្នឹងធ្វើឲ្យប៉ូលីសចុះផ្សាយព័ត៌មានថាមានមនុស្សឈួតដើរវិញទីក្រុងតាំងខ្លួនឯងជាសាមរ៉ាយអញ្ចឹងណាប៉ូលីសដេញចាប់វិញហ្នឹងកាមេរ៉ាសុវត្ថិភាពតាមផ្លូវថតបានសកម្មភាពគាត់វាយ1ទល់នឹង5ជាមួយនឹងប៉ូលីសទៀតលឿនខ្លាំងមែនតើបើទោះបីជាប៉ូលីសចាប់ជាប់គាត់ប្រឡាស់ទីដូចជាអត់មានគេចាប់អញ្ចឹងណាពឹបដួលប៉ូលីសខ្ទេច footage នោះក៏បានលេចលឺទៅដល់ Katsumi Dopo Retsu ចែកហាន់ម៉ាយបានឃើញទាំងអស់ជុំអ្នកខ្លាំងមកដល់ហើយតានេះស្របពេលរយៈពេល5ឆ្នាំចុងក្រោយនេះស្ងាត់វត្តមានអ្នកខ្លាំងមែនតើឥឡូវមកដល់ហើយគឺជាឱកាសសម្រាប់ពួកគេក្នុងការបញ្ចេញសមត្ថភាពអញ្ចឹងណាហើយខាង Musashi វិញគាត់ដើរឥឡូវដល់យប់ហើយប៉ូលីសស៊ើបអង្កេតពីអ្នកកំពុងតែដើរពីក្រោយខ្នងគាត់គ្រាន់តែពួកនោះហៅគាត់សួរភ្លាមគាត់លោតចូលទៅក្នុងលបងផ្ទះអង្គញាក្បាលតងោភ្លឹបអត់ចាំយូរទេក្រុមប៉ូលីសក៏ដាក់អ្នកស៊ើបអង្កេតទៅក្នុងផ្ទះអង្គញាក្បាលតងោព្រោះគាត់ជាអ្នកធំផងខ្លាចមានរឿងដល់គាត់តែអង្គញាក្បាលតងោប្រាប់ពួកគេថាមិនបាច់ស៊ើបអង្កេតមិនបាច់អីទេហើយក៏មិនបាច់ឲ្យប៉ូលីសតាម Musashi ដែរព្រោះនេះគឺជាមនុស្សបើគាត់ចាំគាត់អ្នកចាត់ការអញ្ចឹងណាប្រាប់ស្ថាប័នប៉ូលីសទៅមើលទៅកាន់គាត់មានអំណាចខ្លាំងមែនតើនិយាយតែ2 3ម៉ាត់ក៏ប៉ូលីសខ្លាចទៅវិញបាត់ដោយសារតែពេលហ្នឹងគាត់មានភ្ញៀវ Orochi Dopo បានមកជួបគាត់អ្នកគ្នាចាំ Dopo ដែររហស្សនាមព្រះនៃក្បាច់គុណ Dopo មកជួបអង្គញាក្បាលតងោនេះដោយសារតែឮដំណឹងថាគាត់មានមនុស្សដែលខ្លាំងម្នាក់ហើយរាល់មនុស្សដែលខ្លាំងគឺស្ថិតក្រោមការគ្រប់គ្រងរបស់អង្គញាក្បាលតងោទាំងអស់អញ្ចឹងគាត់ចង់សាកជាមួយនឹងអាមួយនោះដែលមានឈ្មោះថា Musashi Miyamoto ហ្នឹងចង់ដឹងថាខ្លាំងប៉ុណ្ណាហើយស្របពេលហ្នឹង Musashi ក៏បានដើរចូលមកល្មមអើយឃ្លៀតណានេះមានអីញ៉ាំអត់មកចំពេលល្អដល់កអង្គញាក្បាលតងោក៏ឲ្យគេមើលទៅកាន់ Dopo ថាតើមានអារម្មណ៍បែបណាបន្ទាប់ពីគេមើល Dopo ហើយចំពោះ Musashi មើលទៅកាន់ Dopo គឺមានអារម្មណ៍ស្អីទេឃ្លៀតបាយចង់ញ៉ាំបាយហើយបានមើលកើតបើចង់ឲ្យវាយគ្នាតញ៉ាំបាយសិន Dopo លឺចឹងហើយយំសិតតែមើលកើតទៀតក៏ព្រោះគេទៅកាន់បន្ទប់តែ2នាក់ចង់វាយគ្នាសិនចឹងណាមុននឹងការវាយគ្នាចូលមកដល់សុំណែនាំខ្លួនបន្តិច Dopo បង្ហាញសមត្ថភាពក្នុងការ cutting ជា karate do ម្នាក់ដែលដៃរបស់គាត់មុតមែនតើវាយថ្មមកដៃខ្ទេចកាប់ដបដូចជាកបិតអញ្ចឹងរីឯឈើវិញហក់ទាត់ឆ្វាច់និយាយទៅដូចផ្លែណាមកភ្លឹបអញ្ចឹងសាហាវមែនតើតែចំពោះ Musashi មានអារម្មណ៍ថាធម្មតាសម្រាប់គាត់ Dopo លឺហើយក៏យកក្បាលទៅអុកប៉ាំងតែ Musashi យកដៃចាប់ក្បាលតងោលេងអែលខ្វាច់អើយក្បាលតងោស្រួលអែលហើយធ្វើអី Dopo គាត់ចេះ karate do ដែលអាច cut sharp បានពិតមែនតែ Musashi គឺធម្មតា go easy មួយគាត់ហ្មងស្របពេលហ្នឹង Musashi ក៏បានបញ្ចេញក្បាច់ឲ្យ Dopo មើលវិញបើសិនជាគាត់ខឹង Samurai Invincible កាប់ខ្វាច់ Dopo ក៏អាចមើល Samurai នោះឃើញហើយកិច្ចអញ្ចឹងណាតែចង់ទៅណាខ្វាច់ដាច់មកកណាត់ខ្លួនអាហ្នឹងក៏ជាការសម័យងាកមុននេះមកដៃប៉ាំងបាយឈាមខ្ទើចស៊ីម្ដាយឈាមចំហហើយ Musashi ប្រាប់ទៅកាន់ Dopo ថាគាត់មិនមែនជា fighter ទេគាត់គ្រាន់តែជាអ្នក dancing អ្នករាំតែប៉ុណ្ណោះអាចោមអ្នករាំមិនឈ្មោះជាអតិទេពនៃការវាយគ្នាដែរអ្នករាំមិន Dopo ខឹងខ្លាំងមែនតើឲ្យញ៉ាក្បាលទាំងអស់យកដាវមែនតើវាវាយកុំឲ្យវាយដាវស្មោអញ្ចឹងបើខ្លាំងចូលមកបើទោះបីជាមានដាវក៏គាត់ខ្លាចដែរចំពោះ Dopo អាវុធពិសេសរបស់គាត់គឺជាដៃជាមួយនឹងជើងដែលកាត់ sharp ដូចជាកបិតអញ្ចឹងមិនថាដៃគូមាន Samurai មានស្អីទេគាត់ដែរខ្លាចឡើយគ្រាន់តែយកដាវឲ្យ Musashi Miyamoto ភ្លាមស្ទុះចូលទៅប៉ាំងមកដើរកាត់ពាក់កណ្ដាលខ្លួនហ្មងក៏ប៉ុន្តែ Musashi អត់កាប់ឲ្យមុតទេគ្រាន់តែកាប់សកត់ឲ្យមានស្នាមបន្តិចហ្នឹងព្រោះគាត់ជាអ្នកគុណដែលច្បាស់មួយដាវខ្លាំងមែនតើ Dopo វិញស្លាប់ឈឹងមុននឹងបើសិនជាគាត់កាត់មែនតើមកផ្លែតនោះទេដាច់ខ្លួនបាត់ហើយតែក៏បានយល់ច្បាស់អំពីដាវអញ្ចឹងក៏មិនឲ្យគេមានលបួសឡើយព្រោះគាត់ចង់សម្លាប់មនុស្សទេក៏ប៉ុន្តែនិយាយចោលភ្លាមមុខរបស់គាត់ក៏មានស្នាមឈាមស្រក់មកដែលមុននឹងត្រូវបាន Dopo យកជើងកាត់មុខឡើងខ្វាច់ហ្មងអ្នកគ្នាបន្ទាប់ពីការវាយនោះចប់ទៅអង្គញាក្បាលទាំងអស់ក៏បានបញ្យល់ Dopo ថាម្នាក់នេះគឺជាមនុស្ស clone Musashi Miyamoto ដែលគាត់ព្រីងមកជីវិតពិតវិញទៅពេលនេះ Dopo បានដឹងការពិតមុននឹងវាយគ្នាទាំងដែលអត់ដឹងថាម្នាក់ហ្នឹងគឺជាពីណាគេទេហើយទោះអត់ជឿក៏ជឿដែរព្រោះមុនហ្នឹងគឺថាកាប់ឡើងច្បាស់ហ្មងបន្ទាប់ពីព្រឹត្តិការណ៍ហ្នឹងចប់ទៅយើងកន្លែងមកកាន់ Retsu វិញឥឡូវនេះគាត់មានរហស្សនាមថា Sea King Retsu កាលពី season 4បន្ទាប់ទៅពីបាក់ជើងមកចាហៀងគាត់ក៏បានទៅធ្វើជាអ្នកបដាល់វាយឆ្លងទ្វីបដែលពេលនេះខ្សែក្រវ៉ាត់គាត់មានករាប់មិនអស់អ្នកសារព័ត៌មានសួរថាតើគាត់មានអារម្មណ៍ម៉េចពេលដែលបានខ្សែក្រវ៉ាត់ច្រើនអញ្ចឹងចំពោះគាត់អ្នកខ្លាំងនេះខ្សែក្រវ៉ាត់គ្មានអីសំខាន់ទេត្រឹមតែជាខ្សែក្រវ៉ាត់អ្នកបដាល់ហ្នឹងគាត់អត់មានខ្វល់ជាមួយហ្មងគាត់និយាយឡើងលយបដោយក៏ប្រាប់ថាដៃគូដែលគាត់ជួបកន្លងមកគ្រាន់តែប្រើដៃធម្មតាតែប៉ុណ្ណោះគាត់នឹងមានអាវុធពិសេសផ្សេងទៀតតែចាំប្រើជាមួយនឹងអ្នកដែលមានសមត្ថភាពពិតប្រាកដគ្រាន់តែបានមកដល់ប្រទេសជប៉ុនភ្លាមគាត់ក៏បញ្ញាទៅជួយជាមួយនឹង Katsumi បានប្រាប់គាត់អំពីវត្តមានរបស់ Musashi Miyamoto ដែលបានយកឈ្នះទៅលើ Orochi Dopo កាលពីយប់មិញ Retsu ក៏បានដឹងអំពីវត្តមានរបស់ Musashi Miyamoto ដែរមើលលើ footage អ៊ីនធឺណិតកាលពីម្សិលមិញ Katsumi ក៏បានប្រាប់ទៅកាន់ Retsu ថាហ្នឹងហើយឥឡូវនេះគេមានគំនិតមួយថាចង់ប៉ះគ្នាជាមួយនឹង Musashi Miyamoto តែវាយហ្នឹងមិនសងសឹកឲ្យ Dopo ទេតែចង់ប៉ះគ្នាសមត្ថភាពពិតប្រាកដហ្មង
ជុំឥឡូវនៅក្នុងភាគនេះមានសុំ slash ត្រឹមនឹងសិនណាយើងចាំមើលភាគក្រោយមើល Pro Katsumi នេះដូចជាបើហើនដល់ហើយយើងសើចង់ប៉ះគ្នាជាមួយនឹង Musashi Miyamoto ទៀតអញ្ចឹងយើងចាំមើលភាគក្រោយបន្តទៀតថាតើការប៉ះគ្នានឹងទៅជាយ៉ាងណាហើយល្អមើលមិនយើងចាំមើលភាគក្រោយណាអញ្ចឹងភាគ2នេះបានមកដល់ទីបញ្ចប់ហើយបើសិនគ្នាយើងពេញចិត្តកុំភ្លេចធ្វើការចុច like subscribe និង comment បេះដូងនិងពាក្យល្អៗលើកទឹកចិត្ត admin ផងណាហើយកុំភ្លេចទេទៅដល់អ្នកដែលបាន support admin តាមរយៈ AVA admin ពិតជាអរគុណខ្លាំងមែនតើជាចុងក្រោយជូនពរអ្នកគ្នាសំណាងល្អជួបប្រទះតពុទ្ធពរជ័យនិងបុណ្យប្រការយុវនាសុខៈពលៈកុំបីគ្រៀតឡើយពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយបងជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកតភាគបាគីក្នុង season 5 បន្តទៀតនៅក្នុងវគ្គនេះ Musashi Miyamoto គាត់កំពុងតែលេងដីកេះអូយតំណងម៉េះសម័យនេះគេចាំបង្កាត់ភ្លើងមិនបាច់ចាំកេះដុំថ្មឯណាគ្រាន់តែកេះអាស្អីគេនេះចេញភ្លើងមកឡើងព្រាតកាលពីវគ្គមុនវាយគ្នាមួយដូពោត្រូវលបួសលើមុខលើកនេះគាត់យកភ្លើងទៅបង្កាត់មួយម្សៅហើយស្អីគេហៅប្រេងសេះខ្មៅអីគ្នាយើងយកមកលាបលើស្នាមលបួសនេះគឺជាវិធីព្យាបាលតាមបែបបុរាណដោយសារតែគាត់ជាមនុស្សបុរាណអញ្ចឹងវិធីព្យាបាលគឺបែបបុរាណទាំងអស់ស្របពេលនឹងដែរអង្គញាក្បាលទាំងអស់ក៏មកហៅគេទៅនេះមកផ្លែតមានការចង់និយាយនៅពេលនេះ Retsu ក៏បានបបួល Musashi Miyamoto វាយគ្នាមួយស្មើបដោយនៅក្នុងរយៈពេល3ថ្ងៃទៀតការវាយគ្នារបស់អ្នកទាំងពីរនឹងធ្វើឡើងនៅក្នុង official tournament ក្នុង tournament នោះដោយសារតែ Musashi ជាអ្នកគុនសាមរ៉ៃអញ្ចឹងដើម្បីស្មើភាពគ្នា Retsu ឲ្យគេនឹងប្រើដាវប្រើអីក៏ប្រើទៅប្រើបានទាំងអស់អត់បញ្ហានោះទេចំពោះ Retsu Musashi លឺអញ្ចឹងចំអាក្មេងនេះមនុស្សធម្មតាសោះឆ្លើយហើយសំដីឆ្លើយស្ទុះយកទៅវាយគ្នាភ្លឹប Retsu ធាក់មួយជើងប៉ាំងចាប់ជាប់តែគ្មានទេ Retsu ឡើងមួយជើងឆ្វេងប៉ាំងផ្ងាក្រោយភ្លឹបតែទោះបីជាស្លាប់ក៏ដោយក៏អ៊ូរ៉ាគេនៅពេញខ្លួនហាក់បីដូចជាគេកំពុងធ្វើស្លាប់អញ្ចឹង Red Sword ខ្វល់ទេជួបគ្នា3ថ្ងៃទៀតក្នុងការប្រកួត official បន្ទាប់ពីនឹងមកអង្គការក្បាលទាំងអស់ក៏បានទៅជួបគ្នាជាមួយនឹង Izumoto Bay គាត់សួរនាំអំពីការប្រកួតរវាង Red Sword ជាមួយនឹង Miyamoto ក៏បាននិយាយថា Red Sword គ្មានកាឡូជាមួយនឹង Miyamoto ទេព្រោះគេគឺជាអ្នកគុនសាមរ៉ៃដ៏ខ្លាំងក្នុងប្រវត្តិសាស្ត្រជប៉ុនហើយ legendary ហ្មងហើយស្របពេលដែល Red Sword ឲ្យការប្រកួតមនុស្សស្មើភាពគ្នាប្រើអាវុធបានទៀតប្រកាសថាគ្មានផ្លូវឈ្នះឡើយផ្លូវតែមួយក៏ដែល Red Sword អាចឈ្នះបានតើតាគេនឹងប្រើកំភ្លើងយន្តយកទៅបាញ់រះហ្មងអាហ្នឹងឈ្នះតែបើវាយត្រឹមវាយសាមរ៉ៃហ្នឹងដឹងតែចេតរយរបស់ Musashi ជាមិនខានឯខា Retsu វិញពេលដែលត្រឡប់មកដល់ផ្ទះវិញគេវឹកហាត់គប់ Shuriken ក៏ដូចជាប្រើកបិតកាប់ខ្វាច់មុននឹងថ្ងៃប្រកួតចូលមកដល់ស្របពេលនោះ Master Kaku ដែលកំពុងតែឃើញ Retsu ហាត់អញ្ចឹងគាត់ហៅគេទៅហាត់ជាមួយគាត់ចង់បរៀនក្បាច់មួយដើម្បីត្រៀមប្រយុទ្ធហើយមុននឹងហាត់មួយគាត់ផ្ដួលកូនសិស្សគាត់សិនអញ្ចឹងកូនសិស្សម្នាក់ហ្នឹងលោតបដកអុក Retsu មកជើងប៉ាំងតែមើលទៅដូចជាមិនសំណំទេសុទ្ធមួយជើងនេះក៏អត់ឈឺដែរគ្មានទេ Retsu ស្ទុះចូលទៅវិញប៉ាំងបាក់ឆ្អឹងជនីខ្ទេច organ តែម្ដងក្បាច់ដែល Master Kaku ត្រៀមនឹងបហា Retsu ហ្នឹងគេឲ្យឈ្មោះថា Xiaoli ហ្នឹងគឺជាក្បាច់មួយដែលធ្វើឲ្យខ្លួនមនុស្សដូចជាស្លាប់មន់អញ្ចឹងអ្នកគ្នាទោះបីជាត្រូវខ្យល់បក់ត្រូវដមិចត្រូវដើរកាប់មិនក៏អត់ឈឺដែរគឺគ្រាន់តែប៉ើងហោះស្លុយពេញហ្នឹងឯងហើយក្បាច់មួយនេះគឺពិសេសមែនទែនសម្រាប់ Retsu ក្នុងការវាយគ្នាជាមួយនឹង Musashi ព្រោះវាអាច counter ទៅលើ Samurai កាប់មកយើងធ្វើការបំលាស់ទីទៅនឹងទិសដៅស្របជាមួយនឹង Samurai ពេលនោះ Samurai នឹងមិនអាចមុតស្បែករបស់យើងបានទេស្របពេលនៃការវឹកហាត់ក្បាច់ Xiaoli របស់ Retsu កន្លែងមកខាង Musashi Miyamoto វិញកំពុងតែវឹកហាត់កាប់ស្លឹកឈើបិទភ្នែកស្ដាប់សំឡេងស្លឹកឈើជ្រុះមកភ្លឹបកាប់ខ្វាច់ដាច់4កណាត់ឯខា Retsu វិញកំពុងតែត្រូវបាន Master Kaku កាប់ឆយស្ងៀមយើងកាប់ឯងកបិតកាប់ប៉ាំងតែក៏អត់មុននោះទេកិច្ចកបិតជាមួយនឹងទិសដៅស្របអញ្ចឹងទៅកាប់អត់ឈឺឡើយឥឡូវនេះមានតែគេ Master ក្បាច់មួយហ្នឹងហើយគេអាចយកក្បាច់ Xiaoli ទៅប្រយុទ្ធជាមួយនឹង Musashi Miyamoto បានអញ្ចឹងថា Samurai គឺធ្វើអីគេមិនកើតទេ counter បដ ாய் តែកុំតណាអអីកន្លែងមកខាង Miyamoto វិញឥឡូវនេះគឺដក Samurai កាប់ឡើងខ្ទេចស្លាប់មន់មួយជើមអំបាច់អាម៉ាទេនេះងាកមកខាង Retsu វិញឥឡូវនេះ Izumoto Bay ក៏បានមកជួប Master Kaku ឲ្យប្រាប់ពួកគេថាយោងតាមក្បាច់របស់ពួកគេគឺមិនអាច counter ទៅលើ Musashi បានឡើយព្រោះ Musashi នេះកាប់ខ្ទេចទាំងអស់ស្អីក៏គេកាប់មុតដែរចង់ស្លាប់មន់សលៃអីក៏ទៅដែរផុយបដ ாய் អញ្ចឹងក្បាច់របស់ Retsu គឺធ្វើអីគេមិនកើតទេហើយបើសិនជា Retsu ចង់យកឈ្នះទៅលើ Musashi Miyamoto តតែឆ្លងកាត់គាត់សិនការសាក់ខ្វាច់គ្នារវាងអ្នកទាំងពីរ Retsu ស្ទុះចូលទៅដាក់គាត់មកដៃប៉ាំងMoto Bay យកកគៀបដៃប៊ីនឹងធ្វើឲ្យបាក់កលាក់ដៃតែ Retsu គិតចុកលំក៏មកដៃផ្ងាក្រោយអូតំណងដែរតាស្មានតែអន់តែវត្តខ្លាំងអត់តអត់ទេ Moto Bay ប្រាប់ថាអានេះគ្រាន់តែជាក្បាច់ធម្មតាឥឡូវសាក់ Invincible Samurai របស់គាត់វិញតែមានណា Master Kaku ដាក់មកដៃប៉ាំងសន្លប់ឈឹងកុំស្ដាប់មួយនឹងអីមើលទៅដូចមនុស្សបាយថ្នាំអញ្ចឹងគាត់មានតែលើកទឹកចិត្តកូនសិស្សគាត់តែមួយនេះចេញមកតណៅពិបាកទឹកចិត្តកូនសិស្សគាត់បរោយមិនបាច់គិតច្រើនទេក្នុងការប្រកួតមួយនោះត្រៀមខ្លួនទៅកុំឲ្យមានលបួសមុនថ្ងៃប្រកួតឲ្យសោះឥឡូវកុំឲ្យស៊ីពេលយូរកាត់ទៅដល់ថ្ងៃប្រកួតហ្មងទៅនៅក្នុងការប្រកួតមួយនេះអត់មានលក្ខន្តិកៈដែលត្រូវហាមទេអាវុធគ្រប់ប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ហើយចំពោះការវាយវិញមិនថាចាក់ភ្នែកខ្វេះមាត់លូកកលៀនលូកថ្លើមអីទេធ្វើអីធ្វើទៅគេអត់ខ្វល់ហ្មងអត់មានការហាម5អីទាំងអស់
ធ្វើអ្នកមើលមានអារម្មណ៍ថាជុំការប្រកួតនេះវាយគ្នាបញ្ចេញស្គីឬក៏វាយស្លាប់គ្នាចោលនេះមុននឹងការប្រកួតចាប់ផ្ដើមបាគីក៏បានមកជួបរ៉េតស៊ូបន្តិចប្រាប់គេអំពីក្បាច់របស់មូសាឈីតែគាត់នឹងមិនមែនធម្មតាទេណាព្រោះធ្លាប់ប៉ះគ្នាហើយក៏មិនចំណែនដែរតែត្រូវទទួលស្គាល់អំពីក្បាច់សាមរ៉ៃរបស់គាត់លឿនពិតមែនមិនអាចអធិប្បាយបានទេជូតពណ៌សំណាងល្អណាស់ឯខាងមូសាឈីវាមានត្រៀមខ្លួនអីច្រើនទេចង់តែកណាត់លើខ្លួនមួយដាក់សាមរ៉ៃនៅនឹងចង្កេះដើរចេញមកយ៉ាងសង្ហាតែម្ដង Legendary ក្នុងប្រវត្តិសាស្ត្រម្នាក់នេះណាគេក៏ស្គាល់ដែររឿងរបស់គាត់ដំណើរល្បីពេញប្រទេសជប៉ុនហ្មងលក្ខខណ្ឌតកនៃការប្រកួតបានបញ្យល់អស់ហើយជាក់ស្ដែងការប្រកួតនេះគេប្រើតែដៃទេតែរ៉េតស៊ូចង់ឲ្យស្មើភាពដាក់សាមរ៉ៃដាក់អីចូលឲ្យស្មើភាពគ្នាអញ្ចឹងណាការប្រកួតចាប់ផ្ដើមភ្លឹបរ៉េតស៊ូដោះអាវភ្លឹបស៊ូរិកិនពេញកៅអៅគប់មកខ្វាច់តែមូសាឈីកិច្ចលឿនមែនតែនគប់តែមួយកិច្ចទាន់ណាគប់ច្រើនយកខ្វាច់មូសាឈីគាត់មិនធំតែកិច្ចទេថែមទាំងយកដៃកាប់បានទៀតស៊ូរិកិនមកគ្របចុងក្រោយហោះមកចំកណ្ដាលមកគាត់កិច្ចប៊ីស្ទ័រតែមិនទាន់គ្មានទេដកសាមរ៉ៃមកខ្វាច់ដាច់ជាពីរតែភាពបែបនេះជាក់ស្ដែងមានតែក្នុងម៉ាំងហ្គាឬក៏ក្នុងរឿងទេតែឥឡូវឃើញពិតអ្នកទស្សនាឆក់គ្រប់គ្នាបើមិនជឿថាគាត់ជារបស់ពិតទៀតចោលបាត់ហើយបើខ្លាំងម្លឹងនេះគប់ស៊ូរិកិនអស់រ៉េតស៊ូក៏បានដោះអាវចេញមិនអត់ត្រឹមស៊ូរិកិននឹងឡើយក្បាច់បន្ទាប់ដោះអាវកវីទៅនឹងដីប៉ាំងវាយធ្មេញចំកណ្ដាលមុខមូសាឈីហ្មងដឹងស្អីខ្លះទេពេលហ្នឹងខ្សាច់ផងធ្មេញផងហោះទៅបុកពេញមុខធ្មេញមកគ្របជាប់ភ្នែកមូសាឈីទៀតតែអត់ជាបញ្ហាឡើយកវីទៅបន្តិចធ្លាក់អស់រ៉េតស៊ូលេងមកទំហឹងបដ ដោយដោះអាវកវត្តចោលគប់អាវដល់កណ្ដាលមុខភ្លឹបសល់ជាមួយអាកបិតកណាត់អាហ្នឹងដឹងគេហៅអីគេទេអ្នកគ្នាគប់ឡើងចំកណ្ដាលមុខមូសាឈីបែកឈឹបខ្ទេចហើយកវីខ្វាច់ហ៊ានទៅចូលមកដឹងតបាក់កកខ្ទេចគប់ទៅប៉ាំងក្នុងការវាយ long distance Red Su មានគីឡូមែនតែនតែបើចូល class ស្ដីនឹងចប់បងមូសាឈីវិញហ្មងកវីដបងនោះទៅកាន់មូសាឈីតែក៏ត្រូវបានគេចាប់ជាប់អើយដបងស្អីគេហើយគិតថានឹងអាចស្លាប់យើងបានមែនដៃឡើងកលួងកុំសម័យច្រើនពេលអាកូនក្មេងនេះគ្រាន់តែជារបស់កូនក្មេងលេងតែប៉ុណ្ណោះមូសាឈីគប់ទៅវិញផ្លាប់តែ Red Su ក៏បានប្រើក្បាច់ Sauli ដល់ជាមួយនឹងក្បាច់មួយនេះមូសាឈីប្រើក្បិតរបស់ Red Su កាន់ជា dual bullet បោកប៉ាំងដូចជាគេកំទេចសាមរ៉ៃរបស់បែបនេះមិនគួរប្រើទេវានៅលួយខ្លាំងណាស់សាមរ៉ៃបានខ្លាំងហើយណែយកសាមរ៉ៃមកកាប់ក្បាលយើងមកនេះអាយ៉ាលោកដៃចូលមាត់កពើរ៉េស៊ូដកសាមរ៉ៃដាក់ក្បាលប៉ាំងដួលទៅនឹងដីរ៉េស៊ូមានឱកាសក្នុងការសម្លាប់មូសាឈីតែគេអត់ធ្វើដូចទេដល់ដើរចូលទាំងដីផ្លាប់មកងើបមកវាយដៃមួយស្មើអាយ៉ាមានឱកាសឈ្នះអត់យកឈ្នះទៀតមូសាឈីងើបឡើងវិញកាន់សាមរ៉ៃជាប់ហើយប្រាប់តែការគេថាឱកាសមានឲ្យឯងមិនចេះក្តាប់អញ្ចឹងចាប់ពីពេលនេះទៅគឺគ្មានឱកាសទៀតទេមូសាឈីក៏និយាយពាក្យមកប្រយោគដែលគាត់និយាយឲ្យល្បីពេញប្រវត្តិសាស្ត្រជប៉ុនហ្មងឃ្លានេះក៏បាននិយាយថា Red Su you already dead ដើមកំណើតនៃពាក្យនេះគឺបានចាប់ផ្ដើមឡើងនៅក្នុងប្រវត្តិសាស្ត្រជប៉ុនកាលពីសតវត្សទី17ការគ្រានោះមូសាឈីណាត់គ្នាវាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលជាគូប្រជែងម្នាក់នោះមានឈ្មោះថា Kojiro Sasaki ពួកគេណាត់គ្នាវាយពេលល្ងាចតែល្មមតែមូសាឈីមកដល់រៀងយប់បាត់ហើយនឹងមកលេទៀតអត់តបានវាយគ្នាផងក៏បាននិយាយឃ្លាមួយនេះថា you already dead មកសន្ទុះក្រោយគាត់ក៏បានយកឈ្នះទៅលើដៃគូប្រកួតអញ្ចឹងឃ្លាមួយនេះគឺមានន័យមែនតែនការដែលគាត់និយាយចេញឲ្យដៃគូប្រកួតគឺអត់ដែររស់ទេឃ្លាមកប្រយោគនេះមនុស្សសម័យថ្មីក៏ដឹងដែរគឺល្បីតជំនាន់បដ អូយសប្បាយចិត្តមែនតើណាពាក្យគាត់និយាយល្បីតជំនាន់តោះចូលមកកាន់ការវាយគ្នាវិញក៏អត់តន់ប្រើដាវរបស់គាត់ទេស្ទុះចូលទៅវាយដៃសិនតែក៏ត្រូវបាន Red Su វត្តមកសក់ផ្លាប់ចូលកណ្ដាលមុខហើយ uppercut មកជើងប៉ាំងសលេវភ្នែកដួលទៅនឹងដីខ្ពកតែអត់ជាបញ្ហានោះទេគាត់ងើបមកវិញចាប់ជើងរបស់ Red Su ជាប់អាជើងបាក់នោះគ្មានទេក្បាច់ពិសេសក៏បានបញ្ចេញមកបដ អាក្បាច់កាច់ដាវរបស់គ្នាយើងចាប់ Red Su លាំងទៅក្រោយភ្លឹបបោកប៉ាំងតែ Red Su ខុសពីអ្នកដទៃបោកទៅនឹងដីហើយស្ទុះងើបភ្លាមគាត់ថាពេលឈរនឹងរៀងបែកសើភ្នែកឡើងសស្គូឡើងសើដឹងក្បាលកតុយផងនឹងមូសាឈីដើរចូលមកក៏យកដៃទៅរងទៀតតតែគាត់បោកប៉ាំងទៅបានរៀងស្វាងវិញឥឡូវនេះស្វាងវិញហើយចូលទៅវាយម្ដងទៀតលើកនេះមូសាឈីក៏ប្រើក្បាច់ចាប់បោកតែក្បាច់ Sauli របស់ Red Su អាចដកបានមូសាឈីលែងនិយាយច្រើនហើយក៏លែងខំដូចមុនដែរគាត់ដើរទៅរើសកបិតអូយកបិតនេះដូចជាមិនតំណងសោះរមមើលអាណាដែលតំណងកាប់មុតលឿនអាអ្នកមើលវិញភ័យឡើងចង់លេចនោមឲ្យខ្លាចតែកាប់មែនតែណោះកន្លែងមកខា Red Su វិញក៏ប្រើទៅជាឈរ stand របស់បាគីចំហដែលបាគីឈរវាយគ្នារាល់ដងនេះគ្នាអាចចូលប្រើក្បាច់របស់បាគីទៀតអាមកទេនេះអត់និយាយច្រើនទេមូសាឈីដើរចូលទៅហក់កាប់មកកបិតប៉ាំងកណ្ដាលក្បាលហ្មងនេះគ្នាក៏ប៉ុន្តែ Red Su ក៏បានប្រើក្បាច់ Sauli កិច្ចទាន់យើងមើលទៅដូចជាត្រូវកបិតនឹងកាប់ដាច់ខ្លួនអញ្ចឹងតែដាច់នោះទេគ្មានទេបកមកជើងវិញប៉ាំងកណ្ដាលមុខផ្ងាទៅក្រោយអូយសាហាវណាស់ហៀមូសាឈីពេលនេះត្រូវខ្លាំងមែនតើសលេវភ្នែកលេលើ Red Su ក៏លោតមកពីខាងលើភ្លើបតែមានណាក៏ជាប់តាក់របស់មូសាឈីវិញក្បាច់មួយនេះគាត់គ្រាន់តែធ្វើស្លាប់ទេឆ្លៀឱកាសគេភ្លេចខ្លួនយកខ្សែដែលគាត់ពាក់លើខ្លួនមុនហ្នឹងទៅចងដៃចងជើងចងមុខដូចបាល់អញ្ចឹងតែប៉ុណ្ណេះច្រាំដូចសាច់ជ្រូកអញ្ចឹងអ្នកមើលភ័យមែនតើតែគាត់ចងប៉ុណ្ណឹងហើយអត់មានសល់ឆ្អឹងទេកាប់ហើយតដាច់កណាត់ហ្នឹងមានអ្វីបន់ម៉ែបន់ឪដែរទេ Red Su ក៏ចាប់ផ្ដើមហូរទឹកភ្នែកអូខេស្លាប់ក្នុងនាមជាអ្នកក្លាហានក៏មិនជាបញ្ហាដែរមុននឹងកាប់ទៅកាន់ Red Su គាត់កាប់កបិតជិតហ្នឹងលេងខ្វាច់ដាច់កបិតជាពីរបដ ឲ្យគ្នាយើងគ្មានទេកាប់ Red Su ប៉ាំងតែពេលនេះអត់តស្លាប់ភ្លាមទេគាត់កាត់ខ្សែដាច់សិន
ប្រមាញ់សត្វព្រៃបើយើងចាប់ដៃចងជើងហើយយើងប្រមាញ់វាដូចជាមិនសូវឆ្ងាញ់សោះសាច់ចុះអញ្ចឹងតើឲ្យវារត់ចាំដកជាមួយក្បាច់អីទៅ Rensu កាប់ខ្វាច់សៅលីអាចដកបានតែកាប់ត្រូវជើងរបស់គេលឿនខ្លាំងមែនតែនតែដូចធ្លាប់បានវិភាគមកមុននឹងហើយសៅលីដូចជាសន្លឹកស្លាប់មន់តែចំពោះ Musashi កាប់អាស្លាប់មន់នឹងដាច់ចាស់មកសន្ទុះក្រោយខ្លួនរបស់ Rensu ក៏បានដាច់ជាពីរហូរឈាមមកតក់អត់ទាន់ងាប់ធំនឹងឡើយចូលវាយបានទៀតជីវិតចុងក្រោយអាកាសចុងក្រោយដូចគ្មានចំណេញអីទេការបរាជ័យលើកនេះគឺគ្មានលើកទី2ឡើយស្ទុះចូលទៅមាត់មួយដៃប៉ាំង Musashi កាប់ចំដៃនឹងទៀតតែកាប់អត់មុតទេដៃគេឆ្អឹងតាន់គ្មានទេចាប់បោះមកជុំភ្លឹបខ្វាច់ដាច់ខ្លួនជាពីរមកក្បាច់នេះដាច់កាពះពវៀនខ្ទេចខ្ទីហ្មងអត់រស់ទៀតទេ Rensu ក៏បានដេកដួលទៅនឹងដីធ្លីពវៀនខ្ទេចខ្ទីពវៀនវិញនឹងដាច់ជាប្រមាណកណាត់ទេ Sad មែនតើចំពោះ fan Rensu ឥឡូវនេះក៏បានស្លាប់ហើយណាគ្នាយើងការប្រកួតរ៉ូដនធ្លាប់តែអ្នកឈ្នះត្រូវបានគេហូរស្រែកកញ្ជ្រៀវតែលើកនេះអ្នកឈ្នះធ្វើឲ្យគេស្អប់ហើយអ្នកចាញ់វិញត្រូវបានអ្នកគាំទ្រហូរទឹកភ្នែកលាក់លាក់ពេញហ្នឹងនៅពេលនេះសង្វៀននៃការប្រយុទ្ធមួយទាំងមូលការប្រកួតរវាងមនុស្សពីរនាក់ធ្លាប់តែមួយចាញ់មួយដេកប៉ែតតែឥឡូវនេះបែរជាមួយឈ្នះហើយមួយទៀតដេកក្នុងមឈូសទៅវិញអង្គញាក្បាលទាំងអស់ក៏រៀនស្ដាយក្រោយដែរដែលគាត់បង្កើតវេទិកានេះឡើងអូយដឹងមិនមកទេគ្នាយើងអើយវគ្គក្រោយនោះអញ្ចឹងយើងមានតែចាំមើលនៅវគ្គក្រោយបន្តទៀតថាតើណាគេដែលអាចយកឈ្នះ Musashi Miyamoto ទៅណាគ្នាយើងហើយភាគនេះមានសុំស្លេះត្រឹមហ្នឹងឯណាបើគ្នាយើងពេញចិត្តកុំភ្លេចធ្វើការចុច like Subscribe និង comment លើកទឹកចិត្តដាក់បេះដូងដាក់អីចឹងណាគ្នាយើងចាំទុកថាមានសុំគ្នាយើងទៅណោះអ្នកគ្នាកុំភ្លេច comment បេះដូងឲ្យបានច្រើនហើយ comment ពាក្យលើកទឹកចិត្តឬក៏ពាក្យល្អៗឲ្យបានច្រើនទៅព្រោះការសម្រាយរឿងបាគីនេះជាប្រភេទរឿង18បូកដែលមានឈាមច្រើនមែនតើអញ្ចឹង channel admin អាចនឹងប្រឈមមុខដែលមានបញ្ហាជាមួយនឹង YouTube អីចឹងណាអញ្ចឹងគ្នាយើង comment ឲ្យច្រើនដាក់ពាក្យល្អចុច like ឲ្យបានច្រើនទៅដើម្បីកុំឲ្យ YouTube នឹងវាចាប់អូខេបើសិនជាចង់មើលភាពបន្តទៀតធ្វើតាម admin ប្រាប់ទៅបើមិនអញ្ចឹងទេដឹងបាត់ខ្លួនទៀតហើយណោះចាំមានប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានតាមដានទស្សនាវីដេអូមកដល់ចប់ហើយក៏មិនភ្លេចដែរដល់គ្នាដែលជួយបាន support admin តាមរយៈ ABA ហើយមានពិតជាអរគុណមែនតើចុងក្រោយជួយបងអ្នកគ្នាជួបតែពុទ្ធពរជ័យនឹងបុព្វកាយវណ្ណាសក្ខាបលៈកំបីคลิกឡើយពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយពុំជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងបន្តភាពបាគីក្នុង season 5បន្តទៀតដោយតែគ្នាយើងបានដឹងហើយកាលពីវគ្គមុន Musashi Miyamoto បានចាត់ការទៅលើ Rensu បាត់ទៅហើយនៅក្នុងវគ្គនេះអង្គញាក្បាលទាំងអស់បានសួរទៅកាន់គាត់ថាតើការប៉ះគ្នាជាមួយនឹង Rensu នឹងគាត់មានអារម្មណ៍មិនដែរគាត់មានអារម្មណ៍ថា Rensu នឹងខ្លាំងបើប្រៀបធៀបទៅជាមួយនឹងអ្នកសាមរ៉ាយក្នុងប្រវត្តិសាស្ត្រតើដូចជាណាគេអីចឹងណា Musashi Miyamoto គាត់ជាតែឆ្លើយប្រៀបធៀបទៅជាមួយនឹងអ្នកខ្លាំងក្នុងប្រវត្តិសាស្ត្រទៅគាត់មិនសិនមកឡើងពី3នាក់តែមិនបាច់ចង់ដឹងក៏បានដែរព្រោះអត់មានភ្លេចឈ្មោះបានឲ្យដឹងណាគេទេភ្លេចកាត់ឈ្មោះទៅត្រង់កន្លែងនេះក៏ដោតអត្ថន័យរួម Musashi Miyamoto ក៏បាននិយាយថា Rensu គឺខ្លាំងដែរក៏ប៉ុន្តែក្នុងកម្រិតរបស់គាត់គឺកម្រិតធម្មតាតែប៉ុណ្ណោះគាត់ចង់ប៉ះណាគេដែលខ្លាំងជាងនឹងបន្តទៀតដោយល្បីនៃសល់ឈ្មោះអ្នកខ្លាំងនៅទីនេះច្រើនណាមានដូច Baki Yujiro Hanma Goki Shibukawa ទៀតអើយយើងកន្លែងមកខាង Baki វិញឥឡូវនេះគេមកជួបជាមួយនឹង Izumoto Be Baki និយាយពីគោលបំណងដែលគេចង់ទៅប៉ះគ្នាជាមួយនឹង Musashi Miyamoto តែក៏ត្រូវបាន Izumoto Be ខាត់គេថាអត់ឲ្យទៅវាយទេព្រោះ Musashi Miyamoto នេះខ្លាំងមែនទែនបុរសដែលខ្លាំងក្នុងប្រវត្តិសាស្ត្រសម្បត្តិធំ Baki ប្រកាសថាអត់ឈ្នះគេនោះទេអញ្ចឹងគាត់នឹងការពារ Baki មិនឲ្យគេទៅប្រកួតឡើយធ្វើ Baki ខឹងខ្លាំងមែនទែនជងសើការពារទៀតតាមវេលាមក Baki មិនដែលត្រូវណាគេការពារទេហើយក៏អត់ចង់ឲ្យណាគេមកការពារខ្លួនដែរសមត្ថភាពរបស់ខ្លួនគឺពឹងលើខ្លួនឯងនឹងហ្មងអត់ត្រូវការទេគេខឹងមែនទែនតែ Motobe ក៏បានបកស្រាយថាដោយសារតែ Baki នឹងគឺជាអ្នកវាយដ៏ខ្លាំងម្នាក់ហើយវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអញ្ចឹងហើយក៏ចង់ថែរក្សា Baki មិនចង់ឲ្យគេស្លាប់ដូចជា Rensu ឡើយហើយបើសិនជាគេចិត្តក្តៅចង់ទៅប៉ះមួយ Musashi Miyamoto ទៀតឆ្លងកាត់គាត់សិនទៅជុំ Baki មូមកដោយស្ទុះចូលទៅប៉ាំងក៏តែ Motobe បោកក្បាយផ្សែងភ្លឹបមកស្ទុះក្រោយមកពីក្រោយក្នុង Baki យកកបិតភ្ជង់ក៏បានបាត់ដែលមានន័យថា Baki បានចាញ់គាត់ហើយ Motobe បានបញ្យល់ Baki អំពី Musashi Miyamoto គឺជាអ្នកគុនសាមរ៉ាយម្នាក់ដ៏ខ្លាំងក្នុងប្រវត្តិសាស្ត្រហើយក៏ជាកម្ពុជាល្បិចដែលធ្វើគ្រប់យ៉ាងឲ្យតែបានឈ្នះមូលហេតុដែលគាត់ស្វែងយល់អំពីល្បិចរបស់ Musashi Miyamoto នេះហើយទុកក៏បង្កើតជាមួយនឹងក្របបែកផ្សែងមកក្នុងការបោកបំផន់ភ្នែក Musashi Miyamoto បន្ទាប់មករកចំណុចខ្សោយដើម្បីចាត់ការគេយកឈ្នះតាមពិតរឿងហ្នឹងអញ្ចឹងឯងកន្លែងមកខាងផ្ទះអង្គញាក្បាលទាំងអស់វិញឥឡូវនេះប៉ូលីសមកធ្វើការចាប់ខ្លួនជាមួយនឹង Musashi Miyamoto ហើយដោយសារតែគាត់បានសម្លាប់ Rensu ហើយធម្មតាទេការដែលសម្លាប់មនុស្សនេះគេត្រូវស្ថិតក្រោមការសិក្សាស្រាវជ្រាវបើទោះបីជាវាជាការប្រយុទ្ធដែលមានការយល់ស្របពីភាគីទាំងសងខាងក៏ដោយហើយមូលហេតុដែលប៉ូលីសដឹងរឿងនេះដោយសារតែប្រជាជនអ្នកទៅមើលការប្រកួតនឹងយកទៅរាយការណ៍ប្រាប់ប៉ូលីសអញ្ចឹងបានប៉ូលីសមកចាប់តែចំពោះ Musashi Miyamoto អូយមិនបាច់តាស្អីគេនឹងដៃនឹងទេគេទាញឡើងបាក់ខ្ទេចហើយប៉ូលីសដែលមកពេលនេះច្រើនមែនទែនចូលមកធ្វើអីច្រើនម៉េះគ្រាន់តែ Musashi Miyamoto ដើរតែបន្តិចហ្នឹងពួកនោះភ័យឡើងចង់លេចនៅហ្មងតែពួកគេចង់
នាំ Musashi Miyamoto ទៅជួបជាមួយនឹងប៉ូលីសម្នាក់ដែលមានឈ្មោះថា Miwa គឺជាអ្នកខ្លាំងខាង Kendo ជប៉ុនណានិយាយទៅគាត់សាហាវមែនតើគាត់ក៏ចង់ជួបគ្នាជាមួយនឹង Musashi Miyamoto ដែរចង់ដឹងថា real or fake ក៏បន្ទាប់ពីហ្នឹងមក Musashi Miyamoto ក៏បានធ្វើដំណើរមកដល់ប៉ុស្តិ៍ប៉ូលីសជួបជាមួយនឹង Miwa ដែលគាត់នឹងចង់ប៉ះ Musashi Miyamoto មកក្បាច់ជាមួយនឹងក្បាច់ដៃឈើរបស់ជប៉ុនណាអ្នកគ្នាចំពោះ Miwa នេះជា champion ការប្រយុទ្ធដៃឈើនឹងអស់ជាច្រើនជំនាន់មកហើយចង់ប៉ះគ្នាមួយរបស់ពិតម្ដងមើលតែក្នុងការឈរទល់មុខគ្នាអ៊ូរ៉ារបស់ Musashi Miyamoto ខ្លាំងមែនតើអូយគេជំនាញដើរស្រាប់ហ៎គ្មានទេគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លឹប Musashi Miyamoto ស្ទុះចូលមកដាក់ប៉ាំងបាក់ដាវឈើមួយនោះខ្ទេចហើយស៊ីមកដាវមិញចំខ្នើអូយចុកខ្លាកាអត់ដូរឡើងប្រកាច់ប្រកិនវិញហ្នឹងអូយសាហាវណាស់ហីបន្ទាប់ពីបដូរមីវ៉ានៅក្នុងមួយក្បាច់អញ្ចឹងគេក៏បានសួរថាអស់ភារកិច្ចនៅខ្ញុំសូមទៅផ្ទះវិញណាតែពេលនោះ Goki Shibukawa ក៏បានដើរចូលមកចុងគឺមានរឿងអីហ្នឹងឡងហ្នឹងរៀបទៅផ្ទះទៅហើយពេលដែលឃើញ Goki Shibukawa ដើរចូលមកចុំមើលតែគាត់មិនមនុស្សធម្មតាទេ Musashi អាចមើលដឹងត្រឹមតែរាងកាយខាងក្រៅរបស់គាត់នៅក្នុងទីនេះតំណែង Goki Shibukawa គឺជា Grand Master ម្នាក់ដែលចេះ technique និងក្បាច់ជាច្រើនគាត់ក៏បានដើរទៅចាប់ដៃគ្នាជាមួយនឹង Musashi ចាប់ដៃស្វាគមន៍ហ្នឹងតែមួយនោះច្បាច់ដៃភ្លឹបគ្មានទេ Goki Shibukawa ច្បាច់វិញបដ ாய் ខ្វាច់ចាប់ច្បាច់ឡើងទៅនឹងដីប្រោយជើមចាស់តារៀងតែខ្លាំងរបស់គេនេះគ្មានទេលាងមកដៃកដាមុខប៉ាំងឈាមជាមួយ Musashi មួយបាទហើយក៏សុំទោសផងណាមុនហ្នឹងរៀងជ្រុលដៃតិចហើយធ្វើលេងណានេះជាការស្វាគមន៍របស់អ្នកគុណនិយមតែប៉ុណ្ណោះក៏បាននិយាយថាម្ដាយមុនហ្នឹងរំលែកទុកទៅដល់ Rensu ដែលបានស្លាប់គឺជាដៃគូរបស់គាត់យោងតាមការចាប់ដៃមុនហ្នឹងធ្វើឲ្យ Musashi ឆ្ងល់មែនទែនជុំក្បាច់របស់គាត់អីចេះពេលដែលគាត់ចាប់ដៃជាមួយគេដូចជាដុំថ្មចូលនឹងពងមាន់អញ្ចឹងគាត់រឹងខ្លាំងមែនទែនគេច្បាច់គាត់អត់ទៅទេបើទោះបីជាវ័យរបស់គាត់រៀងជ្រេក៏ដោយ Shibukawa ក៏បានបញ្យល់អំពីក្បាច់របស់គាត់ថាមិនអញ្ចឹងណាហើយក៏បាននិយាយថា presence របស់ Musashi គឺមិនធម្មតាទេចំពោះគាត់មើលទៅកាន់គេដូចជាភ្លើងដែលកំពុងតែក្តៅបន្តិចដូចជាផ្កាដែលកំពុងតែរីកបន្តិចនិយាយទៅបែងចែកដាច់ឡើយអ៊ូរ៉ារបស់គេខ្ពស់មែនទែនស្រាប់ពេលហ្នឹងក៏លែងមកកាន់ Master Kaku វិញឥឡូវនេះក៏បាននិយាយអំពីក្បាច់ចិនរបស់គាត់និយាយវិថាក្បាច់របស់គាត់ហ្នឹងតាក់ទងជាមួយនឹងការ defense គ្មានណាគេខ្លាំងជាប្រជាជនចិនទៀតទេរយៈពេល150ឆ្នាំទៅហើយអាក្បាច់ Xiao Li របស់គាត់អត់ដែលមានណាគេយកឈ្នះទេតែឥឡូវមកផ្ដួលចាញ់ក្រោមស្នាដៃ Musashi Miyamoto ជុំដូចមិនទេក្បាច់របស់ Musashi ហ្នឹងអាចនិយាយបានថាវាយចូលទាំងអស់ហ្មងដូចជាទឹកដែលអាចជ្រាបទៅតាំងកលាក់ថ្មមិនក៏ទៅរួចដែរបើនិយាយ presence របស់គេវិញដូចជាភ្លើងដែលកំពុងតែក្តៅជាងដុតខ្ទេចខ្ទីវិញហ្នឹងវត្តមាន revive របស់គេនេះធ្វើឲ្យអ្នកគុណនិយមទូទាំងប្រទេសជប៉ុនហ្នឹងនៅអត់ស្ងៀមទេអត់សំណុកក្នុងចិត្តហ្មង Shibukawa កំពុងតែនិយាយមួយគេសុកខ្វាច់ស៊ីមួយសាមរ៉ៃបាត់ចូលចេះសប្រែថាក់តាមការសម័យអញ្ចឹងទៀតគាត់ចង់វាយក្បាច់សាមរ៉ៃសម័យជាមួយនឹងគេមួយស្មើតែគ្រាន់តែបបួលគេភ្លឹបមើលទៅកាន់ presence របស់គេដូចភ្នំភ្លើងដែលកំពុងតែផ្ទុះអញ្ចឹងស្ទុះចូលមកផ្លាប់កាប់ខ្វាច់ដាច់ដៃមកកណាត់ Shibukawa ឡើងកាំងស្ដងនិយាយចេញហ្មងលឿនខ្លាំងមែនតើតែសំណាងហើយនេះគឺជាការសម័យតែបើសិនធាតពិតវិញដាច់ដៃបាត់ហើយនេះដល់ពេលនេះគាត់អស់ចិត្តហើយគាត់ទទួលស្គាល់ថាគេគឺជា Musashi Miyamoto ពិតមែនមុននឹងបែកគ្នាសុំចាប់ដៃម្ដងទៀតចាប់ដៃលើកចុងក្រោយនឹងកាប់ឡើងពេញខ្លួនបដ ாய் អូយសាហាវមែនបន្ទាប់ពីហ្នឹងមកយើងក៏លែងមកខាង Ogre វិញដល់ពេលនេះ Izumoto Be ក៏បានមកជួបជាមួយនឹង Ogre ឬក៏ Yujiro Hanma ហ្នឹងគីឡូគ្នាយើងអត់ដឹង Yujiro Hanma រហស្សនាមរបស់គាត់គេហៅថា Ogre ហើយខ្ញុំតែងតែហៅ Ogre ខ្លាចនេះយើងអត់ដឹងអញ្ចឹងណាការសន្ទនារវាងអ្នកទាំងពីរ Ogre បានញ៉ាំស្ករគ្រាប់ហើយផឹកស្រាក្រហមវាជាលើកទី1ហ្មងដែល Izumoto Be ឃើញអ្នកខ្លាំងហាត់សាច់ដុំគេញ៉ាំស្ករក្ររបស់ផ្អែមការនិយាយគ្នារវាងអ្នកទាំងពីរ Izumoto Be បានសន្ទនាដូចជាការនិយាយជាមួយនឹង Baki អញ្ចឹងក៏បាននិយាយថា Ogre មិនអាចយកឈ្នះជាមួយនឹង Musashi Miyamoto បានទេហើយមូលហេតុនោះដោយសារតែម្នាក់ហ្នឹងខ្លាំងមែនតើខ្លាំងយកតែមែនតើបដ ாய் ណាអ្វីដែល Izumoto Be ចង់ធ្វើពេលនេះគឺថែរក្សាអ្នកខ្លាំងមិនចង់ឲ្យបាត់បង់ជីវិតនោះទេអញ្ចឹងគាត់សុកចិត្តចេញមុខការពារ Ogre មិនឲ្យគេស្លាប់ឡើយតែនិយាយបែបនេះដូចជាមើលងាយ Ogre វិញហើយចុះអាណាគេចង់ការពារអញហ្នឹងអញអ្នកខ្លាំងលេខ1តាំងពីតូចមកដល់ធំ Ogre មិនដែលឲ្យណាគេការពារនោះទេសូម្បីតែការកើតរបស់គាត់គឺគាត់ជ្រើសរើសកំណើតកើតដោយខ្លួនឯងហ្មងសាហាវតាំងពីតូចម៉ែឪរបស់គាត់ក៏មិនដែលការពារដែរនៅពេលនេះគាត់ចង់សម្លាប់ Musashi Miyamoto ចោលដើម្បីការពារខ្លួនឯងគ្មានទេបោកខកបែកផ្សៃរត់បាត់មកបើនៅតិនតិចទៀតនឹងជេតរយបដ ாய் ហើយអាណាគេចង់ការពារយើងហ្នឹងមកធូបេបន្ទាប់ពីរត់ផុតពី Yujiro Hanma ទៅញាត់ដៃញាត់ជើងពេញហ្នឹងតាមពិតទៅការនិយាយរបស់គាត់បែបនេះគ្រាន់តែគោលបំណងបញ្ឆេះកំហឹងអ្នកខ្លាំងទាំងអស់ឲ្យមានកំហឹងកាន់តែចងគំនុំជាមួយនឹង Musashi ធ្វើមិនចាត់ការគេបានអញ្ចឹងណាអាលឿថាខ្លាដេកសុកទៅដាស់ខ្លាយមកខំគ្នាអញ្ចឹងណាគ្នាយើងហើយគាត់មិនបញ្ឆេះតែពី3នាក់ហ្នឹងទេគាត់បញ្ឆេះឡើង4-5នាក់ឲ្យពួកគេហ្នឹងកាន់តែមានកំហឹងខ្លាំងចង់សម្លាប់ Musashi ចោលហ្មងអូខេបន្ទាប់ពីលើម៉ូតូ3និយាយអញ្ចឹងគ្មានចាំយូរទេធ្វើដំណើរទៅកាន់ផ្ទះអង្គញាក្បាលទាំងអស់បដ ாய் អាណាគេ Musashi Miyamoto ឲ្យចេញមកជួបយើងតិចមើលស្រាប់ពេលដែល Musashi កំពុងតែផឹកស្រាជាមួយអង្គញាក្បាលទាំងអស់ហ្នឹងគ្មានទេ Yujiro Hanma ដើរចូលមកបដ ாய் អ៊ូរ៉ាខ្ពស់មែនតើដើរមកដល់អង្គុយទល់មុខគ្នាជាមួយនឹង Musashi បដ ாய் ពីអ្នកគេមើលទៅកាន់គ្នាដូចជារបបកំហើញដាក់ធ្លាប់បានឃើញគ្នាតាំងពីមុនមកចឹងដូចជាអ្វីដែលមានតម្លៃខ្លាំងបំផុតអ្នកខ្លាំងជួបអ្នកខ្លាំងគ្នាយើងឡងពេលអង្គុយនិយាយគ្នាហ្នឹង Musashi Miyamoto ក៏ឆ្លៀតសម័យកាប់ទៅកាន់ Yujiro Hanma 2-3កបិតដែរតែនេះអ្នកលេងប៉ះអ្នកមែនបដ ாய் ឲ្យកាប់សម័យគ្មានទៅ Yujiro Hanma ផ្ទាត់លំបែងប៉ាំងឈាមក្បាលហើយក៏ប្រាប់គេថាមិនបាច់សម័យអាចឆ្កែទេឲ្យច្រឡំហើយមិន
trời mất ai gặp cái tham bạch sầm máy sẽ ấy tê bà kháng trên từ váy kia nên cào mùi màu váy à bứt á tỏi cắn xăm rải thì còn váy tại đầy được tê phố quát cứ trên nè kháng lệ mùi chôm cái gì dương ôi hả vẽ cái đó dương bạn khơi cà pa khné rồi về Yujiro Hanma cho mình Musashi ơi chào bên sông slay vẽ đi thầm nắng ấy nè tục bảo vẽ tiết dương sầm rải phía bên trong mong bây giờ khi dương chọn khơi vẽ và to lươn của play thưa cá chạy like subscribe nâng comment về lên tức chất ở bên mình nè mùi bao nè đã bài đâu đã ấy tới đời xa đây để mình bị chặn trắng rồi nó chiều phải được đâm vậy bồn chẳng tới YouTube viên đừng chập lươn bên tên tại sao cơ khi dương thưa cá comment về lò đầm bài YouTube với khơi hai khi dương trôi chật hưởng đằng đài chẳng cứ bị ignore về tội mình này nó chọn mấy đây chọn like subscribe comment chọn vào cái này dương đặc biệt vì tổ dương việc save mưa bạn dù anh chỉ trong cái complete đây tại đó cái này bạn chui support mình tam rồi dạ ABM mình bây giờ con khlang mình tên bơ sự đập tay coi cho mà cái nông ca sầm rải riêng nó hãy chắc chắc chăm mưa vẽ cái từng cái thật to lọ một bên này trong video này đi mình chỉ xong con đang sống cái điệp lia cho đồng cái điệp lia nè thì anh trong video này đi nhung bạn chỉ xong con đang sống cái điệp lia bye bye bùng rồi số này từng cái này nhung bạn chỉ ngày đây dương mà đi phía bên chop để xây dựng 3 kýក្នុង season 5 តែម្ដងតទៅចុងវគ្គមុននៅពេលនិយាយគ្នាសុក Musashi Miyamoto ដកដាវសម្ោរបស់គាត់កាប់ Yujiro Hanma ខ្វាច់គ្មានទេស៊ីមកកែវផ្លាប់កដាក្បាលបាយឈាមខ្ទេច Yujiro Hanma ក៏បបួលគេទៅវាយនៅក្រៅគាត់អត់ចេះទេអាក្បាច់ថោកទៀតលួចកាប់ស្អីសម្ោសម័យញ៉ៃហ្នឹងបើខ្លាំងជាងទៅក្រៅវាយគ្នាមួយស្មើបរយទៅឲ្យដឹងថាណាខ្លាំងជាងណាមកយកដាវពីដើមមកឲ្យវាកាន់មើលចង់ដឹងថាវាខ្លាំងប៉ុណ្ណាចេញមកដល់ខាងក្រៅភ្លុប Musashi ដកដាវមកកាន់នៅនឹងខ្លួនតែគ្មានទេអូក្រេរបស់យើងយកដៃទៅច្បាច់ដាវឡើងជាប់ហើយក៏សួរទៅកាន់គេថាត្រៀមចិត្តឲ្យនៅគុណសាមរ៉ៃសេរីចាស់គ្មានទេច្បាច់ដាវជាប់លាំម្ដាយច្បាច់កដាមុខផ្លាប់ប៉ាំងហោះប៉ៅស្ទុយទៅជាមួយដាវហ្នឹងហ្មងតែអត់មានប្រឡែងដាវហ្នឹងនោះទេស៊ីម្ដាយមិនធ្វើឲ្យ Musashi សលើភ្នែកសលើវិញហ្នឹងបើប្រៀបទៅអ្នកផ្សេងដែលគាត់ធ្លាប់បានប៉ះម្នាក់នេះខ្លាំងមែនតើអូយសង្ហាណាហៀហើយយើងបានថាអ្នកខ្លាំងលេខ1នៅក្នុងសម័យបច្ចុប្បន្នដោយធ្លាប់បាននិយាយអញ្ចឹងកម្លាំងដៃរបស់មនុស្សគឺខ្លាំងជាងសាមរ៉ៃបើសិនជាយើងចេះប្រើវាច្បាស់តែ Musashi ក៏បានប្រាប់ទៅកាន់គេវិញថាឥឡូវត្រៀមចិត្តហើយនៅចាប់ដាវនៅជាប់ចាប់ឲ្យជាប់កុំប្រឡែងគ្មានទេគឺក៏បានកវីដាវសាមរ៉ៃមកជុំផ្លាប់ Yujiro ហៅជើងពីដីបើកុំតែប្រឡែងដាវតោះក៏បីដាច់ដៃហើយអត់ចាំយូរទេដួលប្លេតដកកាប់ទាំងពីរទិសខ្វាច់ Yujiro ជាន់ជាប់មួយតែមួយទៀតក៏កាប់ត្រូវក៏ផ្លូវកាប់ពីក្រោមជើងមួយទៀតភ្លឹបលោតតាន់ប៉ះតែក៏ផ្លូវបន្តិចទេការវាយគ្នារបស់អ្នកទាំងពីរធ្វើឲ្យញ៉ាក្បាលទាំងងោមើលហើយឃើញថាអ៊ូរ៉ាខ្លាំងមែនតើអូហូយខ្លាំងនេះគឺជាការប៉ះគ្នារវាងអ្នកខ្លាំងក្នុងប្រវត្តិសាស្ត្រដែលគាត់ទំតែបានឃើញហើយមានអារម្មណ៍ថាសប្បាយចិត្តមែនតើបើប្រៀបទៅដូចជាខ្លាប៉ះខ្លាអត់ទេប្រហែលជាតោប៉ះនេះអូយសាហាវមែនតើគឺជា base ប៉ះ base មកប្រៀបធៀបមិនចេញទេស្របពេលហ្នឹង Musashi ក៏បានធ្វើខ្លួនគេឲ្យទន់ស្ទុះចូលមកកាប់ Yujiro ផ្លាប់ចំកកតែអត់ជាបញ្ហាទេ Yujiro ចាប់ដៃជាប់លាំមកជើងប៉ាំងបែកពងខ្ទេចសាមរ៉ៃមនុស្សបានត្រឹមតែមុតកបន្តិចហើយមុខបន្តិចតែប៉ុណ្ណោះស៊ីមួយជើងមិញច្អល់ដែរណាបែកផ្លោកខ្ទេចឯមើលទៅបើប្រៀបធៀបនឹងការវាយគ្នាកន្លងមកការវាយមួយនេះគឺធ្វើឲ្យគាត់ឈឺចុកចាប់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រហ្មងយើងតែនិយាយពី400ឆ្នាំមុនវិញនៅក្នុងសម័យកាលរបស់ Musashi កាលនោះគាត់មានអាយុ58ឆ្នាំគាត់គឺជាគ្រូហាត់គុនសាមរ៉ៃម្នាក់ត្បិតអីវ័យរបស់គាត់ចាស់ពិតមែនតែកូនសិស្សរបស់គាត់គឺបំលាស់ទីយឺតជាងគាត់ខ្លាំងមែនទែនដល់ទៅរាប់រយដងឯណោះហើយពីមួយឆ្នាំទៅមួយឆ្នាំគេក៏សម្គាល់ថាគាត់កាន់ដាវតិចជាងមុនសឹងតែអត់ដែរកាន់ដាវហ្មងក៏ប៉ុន្តែក្បាច់គាត់គឺនៅតែខ្លាំងតែនេះក៏ដោយសារតែគាត់អនុវត្តក្បាច់មួយគេឲ្យឈ្មោះថា cursive script កាលពីគាត់នៅរៀងវ័យជំទង់គាត់អនុវត្តក្បាច់មួយនេះតាមរយៈការសរសេររបស់គាត់ដំបូងឡើយគឺសរសេរប្រើក្រដាសតែយូរទៅក៏ចាប់ផ្ដើមចូលចិត្តការសរសេរសូម្បីតែការសម័យនិងគ្រាន់តែឃើញអញ្ចឹងក៏គាត់អាចសរសេរចេញជាអក្សរចាំក្នុងខួរក្បាលបានដែរដែលមានន័យថាគាត់ត្រូវការជក់ទៀតទេគាត់បានប្រើក្បាច់ cursive script នេះមកអនុវត្តជាមួយនឹងគុនសាមរ៉ៃម្ដងដំបូងឡើយគាត់កាន់សាមរ៉ៃធម្មតាតែយូរទៅបែរជាអត់កាន់ក្បាច់មួយនេះធ្វើឲ្យមនុស្សយើងឈានចូលទៅដល់ដង្ហើមមួយទៀតជាដង្ហើមនៃការសម័យយើងអាចប្រើប្រាស់ការសម័យមកអនុវត្តក្នុងជីវិតពិតដែលធ្វើឲ្យវាមានផលប៉ះទង្គិចគ្នាផងដែរដែលមានន័យថាក៏អត់ប្រើសាមរ៉ៃគឺខ្លាំងជាងប្រើសាមរ៉ៃដែលហេតុនេះហើយក៏បានដកសាមរ៉ៃទុកភ្លឹបប្រើសាមរ៉ៃសម័យវិញម្ដងគ្មានទៅស្ទុះចូលមករកកាប់ Yujiro Hanma ម្ដងទៀតក្បាច់មួយនេះសាហាវមែនតើកាប់ខ្វាច់ដាច់កភ្លើចេញឈាមពុះពាក់កដាខ្លួនដាច់សក់ Yujiro Hanma ទៀតជាមួយនឹងដាវសម័យរបស់គាត់អ្វីមិនតបានតដៃទេតោះចូលមកក្បាច់ទៀតមក Yujiro Hanma ត្រៀមខ្លួនរួចជាស្រេចមកក្បាច់នេះឲ្យថាក្បាច់សម្លាប់ហ្មងតែគេស្ទុះចូលមកកាប់ខ្វាច់ប៉ាំងចង្រៃអី Izumoto Be ក៏បានលោតមកពាំងគេបាននិយាយថាគេការពារ Yujiro Hanma រងមកក្បាច់របស់ Musashi ធ្វើឲ្យគេស្លាប់តែ Yujiro Hanma មានអាណិតអីទេទាត់ថែមអាណាគេឲ្យមកបាំងងួមម៉ៅមែនតើអាពងតវៃគ្នាឲ្យយកមកពាំងហ្នឹងអត់ដឹងសមត្ថភាពពិតជាស្អីទេបើគុំតែគេខាត់ Yujiro Hanma ដាក់ងាប់បាត់ហើយនិយាយតែអប៉ែ Izumoto Be ទេដឹងជាស្អីគេទេអត់តឈុតសំខាន់មកញ៉ៃរហូតធ្វើឲ្យការវាយគ្នារបស់អ្នកទាំងពីរក៏ត្រូវរំសាយនៅពេលនោះទៅបន្ទាប់ពីគេងើបឡើងមកវិញហើយអង្គញាក្បាលទាំងអស់ក៏បានសួរគេថាហេតុអីបានជាចូលពាំងញ៉ៃម៉ែ Izumoto Be ក៏
ឆ្លើយថាមូលហេតុនោះគេដឹងថាណាគេក៏វាក់ឈ្នះមូសាឈីមីយ៉ាម៉ូតូដែរដែលហេតុនេះហើយបានជាគេចូលទៅពាំងដើម្បីរក្សាជីវិតអ្នកទាំងនោះមូលហេតុហ្នឹងក៏ដោយសារតែគេមានសមត្ថភាពពិសេសអាចប៉ះគ្នាជាមួយនឹងមូសាឈីបានអញ្ចឹងទុកឲ្យគេជាអ្នកចាត់ការមូសាឈីវិញទៅចោះអង្គញាក្បាលទាំងអស់លឺឲ្យធុញមែនតើម្ដងមួយនេះយកស្អីមកគិតទេវ័យរៀងចាស់ហើយមិនគិតទៅវត្តទៅវ៉ាទេបែរជាមកទៅដើមទូនាទីក្មេងហើយអួតថាខ្លួនឯងមានសមត្ថភាពទៀតឯខាងមូសាឈីជាមួយនឹងយូជីរ៉ូហាន់ម៉ាវិញឥឡូវនេះពួកគេបានទៅផឹកស្រាជុំគ្នាបន្ទាប់ពីការវាយគ្នាហើយនិយាយទៅឈៀលតែម្ដងរាប់អានគ្នាធម្មតាងាកមកអ៊ីសូម៉ូតូបេវិញបន្ទាប់ពីគេចេញពីផ្ទះអង្គញាក្បាលទាំងអស់ក៏ដើរមកជួបជាមួយនឹងកាយយ៉ាដែលជាកូនសិស្សរបស់គេអាកូនកាយយ៉ានេះគ្នាយើងស្គាល់ឯណោះកាលពី season 4ណាអាមួយនឹងល្បិចច្រើនមែនតើកំពូលល្បិចដូចគ្រូវាអញ្ចឹងម៉ូតូបេចង់ឲ្យគេនឹងចូលប្រកួតក្នុង tournament ម្ដងទៀតចូលប្រឡូកពិភពគុណម្ដងទៀតអញ្ចឹងណាព្រោះមានតែវាទេកូនសិស្សចំណិតហើយល្បិចច្រើនដូចគ្រូវាអញ្ចឹងឆ្លៀតប្រើមួយស្នៀតដាក់គ្រូវាដែរតែអត់ជាបញ្ហាឡើយគ្រូវាខ្លាំងជាងហើយក៏តេះគ្នាមកក្បាច់ចុងក្រោយក៏ត្រូវបានអ៊ីសូម៉ូតូបេចងដៃចងជើងជាប់យ៉ាងណាក៏ដោយសិស្សនៅតែអន់ជាងគ្រូអញ្ចឹងយើងក៏เลยមកខាងចែកហាន់ម៉ាវិញឥឡូវនេះគេមកជួបជាមួយនឹងអង្គញាក្បាលទាំងអស់ដែលគេមាន request មួយចង់ប៉ះគ្នាជាមួយនឹង Musashi Miyamoto រាងកាយរបស់គេពេលនេះការបលូនកម្ពស់ធ្វើបានសម្រេចហើយដែលមានកម្ពស់សរុបរហូតដល់ទៅ 2.43 សង់ទីម៉ែត្រ 2 ម៉ែត្រកន្លះគ្នាយើងហើយទម្ងន់សរុបដល់ទៅ 200 គីឡូឯណោះតែអង្គញាក្បាលទាំងអស់ក៏បានប្រាប់គេថាឥឡូវនេះគេអត់អាចប៉ះជាមួយនឹង Musashi បានទេព្រោះមានឆ្អឹងតតឹងកម្នាក់នោះគឺជា Izumoto Bay បើសិនជាគេចង់ប៉ះជាមួយនឹង Musashi ឲ្យគេនឹងទៅចាត់ការ Izumoto Bay សិនទៅអត់ចេះប្រមាណសមត្ថភាពទេចង់ប៉ះសិតតែ Musashi ហើយក៏ឆ្លៀតផ្ដាំថាការប៉ះគ្នាមួយ Izumoto Bay តើតាគេនឹងជាមនុស្សទប់ទល់ជាមួយនឹងល្បិចបានព្រោះប៉ែកនឹងល្បិចច្រើនមែនតើអាវុធពេញខ្លួនដឹងស្អីខ្លះតែអាវុធសម្ងាត់ស្អីពីណាពីណីមកដាក់ឡើងណែនខ្លួនបដ ாய் ណាទទួលបានភារកិច្ចប៉ុណ្ណឹងហើយអត់ចាំយូរឡើយចេះក៏បានទៅរក Izumoto Bay ហ្មងចាត់ការទាំងយប់បដ ாய் គ្នាយើងពេលដែលបានទៅជួយ Izumoto Bay ភ្លាមគាត់ដឹងហ្មងថាមួយនឹងមករកស្អីអត់ចាំបាច់និយាយគ្នាច្រើនទេគប់ប្រៃដាក់ភ្នែកភ្លឹបលោតធាក់មកជើងប៉ាំងចំចេះវាយ surprise យ៉ាងទៀតចេះហាន់មកដល់ឲ្យចង់វាយគ្នាមួយស្មើតែឲ្យដោះទាន់ទេដកសាមរ៉ៃឈើមកកាប់ជើងគេសងខាងមានលបុះដួលទៅនឹងដីដាក់ក្បាលប៉ាំងហូរឈាមស្លាប់ទៅតែអត់ទាន់ឈ្នះទេ Izumoto Bay ដឹងច្បាស់ហ្មងតែស៊ីប៉ុណ្ណឹងឯងងាប់ទេងើបឡើងវិញមកទាំងអោការប៉ះគ្នាជាមួយនឹងចេះហាន់មកក៏ដឹងច្បាស់ហ្មងថាគ្មានលទ្ធផលល្អទេអាមួយនេះដូចជា base មកក្បាលអញ្ចឹងអត់ចាំយូរទេដកជើងដំក្បាលគាត់ប៉ាំងតែ Izumoto Bay ដកកបិតមកទប់ទាន់ម៉ែប៊ីដាច់កជើងចែកហាន់មកខឹងខ្លាំងមែនតើក៏ប្រើក្បាច់ខំរបស់គេស្ទុះទៅខំស្មារបស់ Izumoto Bay ក្រឹបនិយាយតែក្បាច់ខំនេះ signature របស់វាហ្មងឲ្យតែខំអាណាហើយនឹងតែដាច់សាច់ទាំងដុំឲ្យស៊ីរបស់គេទៀតតែប៉ា Izumoto Bay អាវរបស់គាត់នឹងពាក់អាវក្រហមគ្នាយើងទាញខ្វាច់បាក់ថ្មិញអានោះខ្ទេចពីរជួរអស់លេងហ្មងគ្នាយើងឡើងសល់តែចាញ់ទេឯក៏តែយើងភ្លើឲ្យខំដាច់សាច់ទាំងដុំមែនទេឲ្យខាងក្រៅមើលទៅកាជាកាចាស់តិចមែនតែវាគឺជាអាវុធការពារដ៏សំខាន់បំផុតដែលធ្វើឲ្យមិននឹកស្មានដល់ឥឡូវនេះចំពោះចែកហាន់មកអាវុធគេគឺអស់លេងហើយថ្មិញក៏បាក់មកដល់ចយអញ្ចឹងឲ្យដៃជើងវិញត្រូវលបួទាំងសងខាងទៀតតែពាក្យថា base មួយម៉ាត់ទោះបីជាអត់មានចង្កូមឬក៏អត់មានកញ្ញាំក៏នៅតែខ្លាំងដែរគ្មានទលាំង Izumoto Bay មកដៃប៉ាំងគ្មានតែនោះស្ទុះចូលទៅដល់មាត់យកប៉ងអត់មានប្រឡែងដៃទេតាក់យេទៅអានោះមាត់យកតស្លាប់ហ្មងសូម្បីតែបោកក្បែកផ្សែងក៏អត់កិច្ចទៅណាដែរយូរទៅម៉ងមាត់ឡើង Izumoto Bay ចិត្តងាប់តែពេលហ្នឹងក៏បានប្រើអាវុធសម្ងាត់របស់គាត់មាន Shuriken មានអីគប់ទៅកាន់គេវិញធ្វើគេត្រូវលបួយរៀងត្រោមដែរពេលហ្នឹងមានតែការល្អគប់មក Shuriken រៀងចុកដែរហើយដកខ្សែចងដៃចងជើងជាប់ហើយក៏ដកកបិតយកមកគំរាមគេតែអត់សម្លាប់ឡើយក៏គ្រាន់តែនិយាយថាបើវាយបែបហ្នឹងកុំសង្ឃឹមតែឆ្នាំ Musashi អីសោះតោះតែឯងមានល្បិចច្រើនដូចជាយើងឯងគួរតែដឹងឲ្យថាឯងគួរប៉ះឬក៏អត់គាត់ក៏បានដើរចេញពេលហ្នឹងទៅបន្ទាប់ពីហ្នឹងមកថ្ងៃស្អែកក៏បានមកដល់កន្លែងចូលមកកាន់ទីក្រុងដែលមានសុខសុវត្ថិភាពឥឡូវនេះវិញកប៉ាល់ទេសចរមួយក៏ត្រូវបានសត្វអ្វីមួយយ៉ាងបុកដាច់ពាក់កណ្ដាលហ្មងមើលទៅដូចជាសត្វចម្លែកអញ្ចឹងសារព័ត៌មានចុះផ្សាយថានេះគឺជាសត្វចម្លែកដែលគេមិនទាន់ដឹងថាជាអ្វីទេតែបើនិយាយពីទម្ងន់និងគីឡូដូច dinosaur ទៅហើយតែពងតែផ្សាយសុកហ្នឹងក៏ស្រាប់តែសត្វនោះលេចចេញមកដូច dinosaur ហ្មងគ្នាយើងគឺជាកពើធំមែនតើហ្មងធំយកតែមែនតើហ្មងតែអត់ជាបញ្ហាទេអ្នកដែលចេញមកបង្ក្រាបកពើនៅពេលនោះគឺជា Pickle មក Pickle នឹងចាប់បោកក្បាលកពើនោះប៉ាំងអូសចូលទៅក្នុងលូបាត់ប្លេផ្អើមើលប៉ុណ្ណឹងតែមិនផ្ញើផ្អើទេនេះគ្រាន់តែជាការប្រមាញ់អាហាររបស់បរិះមកពីយុគ dinosaur នេះតែប៉ុណ្ណោះ Pickle វាប្រមាញ់កពើស៊ីដូច dinosaur ចឹងគ្នាយើងប៉ុណ្ណឹងសោះផ្ញើផ្អើដែរកន្លែងខាង Musashi មើលព័ត៌មាននឹងឲ្យកាប់ទូឡើងខ្ទេចប្រាប់តែការអង្គញាក្បាលទាំងអស់ថាជុំអាមួយនឹងពីណាគេអត់ដែរឃើញសោះនេះហើយកម្លាំងវិញក៏ខ្លាំងទៀតគាត់ចង់ជួប Pickle ខ្លាំងមែនតើអង្គញាក្បាលទាំងអស់ក៏ប្រាប់ថា Pickle នេះគឺជាបរិះសម័យបុរាណដែលរស់ដោយសារជាប់គាំងក្នុងទឹកកកគេស្ថិតនៅក្នុងយុគ dinosaur អញ្ចឹងការប្រមាញ់សត្វធំដូច dinosaur នេះអីហ្នឹងគឺ C point សម្រាប់គេតែប៉ុណ្ណោះលឺអញ្ចឹងហើយធ្វើឲ្យ Musashi ចង់ប៉ះ Pickle ខ្លាំងមែនតើទៅរកវាមកឲ្យខ្ញុំចង់ប៉ះជាមួយវាថាវាខ្លាំងប៉ុណ្ណា
តែរៀងស្ដាយបន្តិច season 5របស់យើងគឺចប់ត្រឹមកន្លែងហ្នឹងគ្នាយើងអត់ទាន់មានការប៉ះគ្នារវាង Musashi ជាមួយនឹង Pico ទេអញ្ចឹងប្រហែលក្នុង season 6បានប៉ះគ្នាពីអ្នកហ្នឹងអូយស៊ីអារម្មណ៍ដល់កយសាច់រឿងគេនេះអ្វីដែរគ្នាយើងបន្ទាប់ពីមើល season 5នេះចប់ទៅមានអារម្មណ៍មិនដែរគេអត់ឲ្យយើងមើលការប៉ះគ្នារវាង Musashi ប៉ុណ្ណឹងគេទុកទៅ season ក្រោយទៀតហ៎ sad មែនតែនបដ យអញ្ចឹង season 5របស់យើងគឺបាន slash ត្រឹមហ្នឹងឯណាអ្នកទាំងអស់គ្នាមិនដែរពេញចិត្តអត់បើសិនចូលចិត្តការសម្រាយរបស់ admin កុំភ្លេចធ្វើការចុច like subscribe បើកសញ្ញាកណ្ដឹងភ្លឹបភ្លឹបហើយកុំភ្លេច comment បេះដូងនិងពាក្យល្អៗជូន admin ម្នាក់មួយផងណាអ្នកទាំងអស់គ្នាបើសិនជាស្រឡាញ់ការចូលចិត្តរបស់ admin ហើយ admin មានប៉ុណ្្នឹងទេបញ្ញាប់ record ចប់ទៅអានកាត់វីដេអូអ្នកគ្នាមើលយប់ហ្នឹងតែម្ដងបាទហើយកុំភ្លេចដែរទៅដល់គ្នាយើងអ្នកដែលបានជួយ support admin តាមរយៈ ABA admin ពិតជាអរគុណមែនតើសម្រាប់តែក្រូចឆ្មាបលឹមឡើងសម្រាប់រឿងសកទៅទិញតែក្រូចឆ្មាញ៉ាំណោះអញ្ចឹងភាពបញ្ចប់របស់បាគីយើងក៏ឈានមកដល់ទីបញ្ចប់ដែរហើយអ្នកគ្នាអរគុណមែនតើសម្រាប់ការតាមដានទស្សនាពីដើមមកដល់ចប់ពីចំណុចនេះខ្ញុំបាទ AG សូមអរគុណនិងសូមគោរពលាបាយបាយ